ភាគច្រើនគេអត់ដឹងថាយើងជាជនជាតិខ្មែរបងចង់ដល់ពេលយើងលើកទង់ជាតិមកមានអារម្មណ៍ថាគេវ៉ាវបងព្រោះគេដោយសារគេអត់ដែរឃើញខ្មែរយើងជួយចិត្ត adventure ច្រើនទេទៅដើរលេងទៀតណាហើយឥឡូវទៅដើរលេងសើប្រាប់មួយថ្ងៃមុនអីឬក៏ភ្លាមប្រាប់ភ្លាមហ្មងអត់ចេះក្រែងចិត្តគាត់ទេខ្ញុំទៅ Everest ហ្នឹងបងខ្ញុំឡើងថ្ងៃរះទៅមើលបានតែ3នាក់អី2នាក់ទៀត3នាក់តែគាត់ឈឺអីងើបម៉ោង4ព្រឹកបងទៅជាក់ដក20អង្សាយើងនៅកាលណាមនុស្សស្រីនៅតែផ្ទះឬក៏ដើរលេងច្រើនមិនល្អអីទេគឺអត់ខ្ញុំអត់គិតអញ្ចឹងឯងខ្ញុំចង់កែប្រែទម្លាប់ហ្នឹងមួយទៀតនៅក្នុងអ្នកផ្ទះរបស់ខ្ញុំចង់តែអត់ហ៊ានធ្វើព្រោះឯពាក្យហ្នឹងខ្ញុំតែងតែលុបបំបាត់ចោលនៅអ្វីដែលខ្ញុំតែនិយាយចង់ភាគច្រើនខ្ញុំចង់គឺខ្ញុំធ្វើហើយហ្មងតែទាំងអស់គ្នាថ្មីហ្នឹងខ្ញុំទើបតែបានឃើញគេផកអំពីកូនខ្មែរមួយរូបដែលបានឡើងទៅដល់ភ្នំអេវរ៉េសថ្មីហ្នឹងហើយក៏បានស្វែងរកនៅ page គាត់ផ្ទាល់ដើម្បីឆាតទៅចង់ជួបគាត់ក្នុងគោលបំណងដើម្បីឲ្យគាត់បានចែករំលែកពីបទពិសោធន៍របស់គាត់ក្នុងការឡើងទៅដល់ភ្នំអេវរ៉េសហើយថ្ងៃហ្នឹងខ្ញុំនឹងនាំទាំងអស់គ្នាទៅជួបគាត់ផ្ទាល់នៅកាហ្វេមួយបាទអញ្ចឹងកុំឲ្យខាត់ពេលយូរតោះទៅជួបគាត់ទាំងអស់គ្នាបាទឥឡូវមកដល់កាហ្វេកន្លែងទៅជួបសុភ័ណ្ឌមករៀងមុនតិចចឹងចូលទៅដល់បែរជាអង្គុយមកផ្លែតទៅទៀតជួបគាត់ទាំងអស់គ្នាស្ដីសុំ hot latte មួយបាទអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវបានកំងកាហ្វេហើយអង្គុយចាំសុភ័ណ្ឌបន្តិចតាមពិតមិនមែនសុភ័ណ្ឌយឺតទេគឺខ្ញុំមករៀងលឿនតិចទេណាត់គ្នាម្ដុំម៉ោង10តែឥឡូវម៉ោង9:11នាទីជំរាបសួរហើយយ៉ាស្លៀកពាក់នេះកូនយ៉ាមកចូលបងចុចថតនេះអត់អីកំងហើយតែបាទបាទសុំតែតកមិនដែរមកព្រឹកនេះចាព្រឹកនេះមិនដែរព្រឹកហ្នឹងអត់អីហ្មងហត់នៅតែម៉ោងប៉ុន្មានម៉ោងងើបចេញពីផ្ទះម៉ោង5កន្លះដល់នេះម៉ោង6ជាងនឹងរត់តែអានេះមកនៅខាងនោះត្រូវអត់អ៊ីយ៉ន2អីហ្នឹងនៅត្រូវហើយ5កន្លះងើបអញ្ចឹងទៅមានគ្នាមានអីអត់មានគ្នាហ្មងមិនរត់តែឯងប្រហែលកន្លែងរត់ទៅដល់ប្រហែលកន្លែងរត់ពីមានឯករាជ្យនេះទៅដល់កណ្ដារីកោះពេជ្រហើយចូលចបាន23គីឡូដាក់ហើយសំហោសិនតែឯងរត់ភាគច្រើនសៅរ៍អាទិត្យហ្មងឬក៏មិនខ្ញុំត្រូវលត់ឡងរ៉ានសាមញ្ញបងតែសាមញ្ញបានឡងរ៉ានថ្ងៃអាទិត្យនេះសម្រាប់កង់ I see ចឹងសវិញអូថ្ងៃហ្នឹងរត់ឬក៏ជីកង់គិតយូរខ្ញុំថ្ងៃហ្នឹងត្រូវជីកង់អូខេកាមេរីតែដោយសារតែសាមញ្ញបានរត់ចឹងទៅគឺច្រើនថ្ងៃអាទិត្យខ្ញុំយកថ្ងៃអាទិត្យសម្រាប់អត់យកការធ្ងន់មែនតែខ្ញុំលើកមកថ្ងៃហ្នឹងវិញអូខេតែសាមញ្ញបានសម្រាប់ហើយទាំងអស់គ្នាឥឡូវសភ័ណ្ឌកំងកាហ្វេញ៉ាំកាហ្វេបន្តិចសិនទៅងើបព្រឹកមិញគេរត់ប្រហែលគីឡូមក23ចាបងលេងបាល់ទាត់លេងបាល់ទាត់បងលេងងាប់ឆ្នាំអញ្ចឹងឈឺជង្គង់បងឈឺរ៉ាំរ៉ៃជង្គង់អញ្ចឹងមានបងម្នាក់គាត់រៀបចំបងភ្លេចឈ្មោះគាត់ហើយតែគាត់អ្នករៀបចំកម្មវិធីរត់អគីដេគាត់ស៊ីបងគីមមែនកងគីមមែន maybe គាត់ហើយក៏បងភៀស្គមអូភៀមែនទេបងភៀគាត់រៀបចំតែកងគីមគាត់អ្នកស្រុកផ្លូវកងគីមអីស៊ីបាទគាត់រៀបច្រើនហើយបាទហ្នឹងហើយគាត់ជួបគាត់ចៃដន្យនៅហាងកាហ្វេមួយហើយទៅបងប្រាប់សានភាពអញ្ចឹងថាឲ្យដល់បង challenge ខ្លួនឯងអញ្ចឹងណាចាទៅ challenge ខ្លួនឯងយ៉ាដូចខ្ញុំថ្ងៃហ្នឹងអញ្ចឹងខ្ញុំហត់តែឯងពីច្រើនតែឯងមានឯកាបន្តិចតែយើងឯកាបន្តិចតែមានគេរត់ផ្សេងនៅតាមនៅចិត្តយើងអញ្ចឹងហ៎ខ្ញុំរត់ខ្ញុំរត់មកលូកខ្ញុំរត់មកលូកព្រោះខ្ញុំអត់ចិត្តរត់ទៅវិញហើយទៅមកទៅពេលដល់នេះគ្នាបងចឹងណាអ្នកខ្លះគេលវលរៀងទៅយើងចង់ហាគេអញ្ចឹងណាអញ្ចឹងអាហ្នឹងវាជាអ្វីដែលខ្ញុំចង់ធ្វើខ្លួនឯង Sure challenge ខ្លួនឯងហ្នឹងហើយគ្រាន់តែថាយើងរត់ long run អ្នកខ្លះគេត្រូវការគ្នាដើម្បីអីអូគ្នាទៅវិញទៅមកហើយយើងអត់សូវហត់ហើយយើងអត់សូវមានភាព
ai ca cho nó anh nó bà xin chuyện này quát ở sự independent hơn anh bà bật nhầm nhóm nhưng hồi còn mấy của mẹ làm tha mấy cái ắt xa lá học đi học và làm lang mong của mũi học hay ngay cái đài điện hay nhưng thay đẹp ngày nó đăng ban học thay cái lỗ của ngày nó nhưng cầm nặt cô ta nhưng mà thay cái lỗ chiều hay ban lược ban lược năng ta dạ và hai mong màn máu sọc ban mà phải bay cái lỗ này pi mau xa sầm ti wow ok chân tao cái này tôi tiết miên sầm nua miên sầm nua chả bại lô bông tam đang quá bông bông và cọt chỉ trong đắng ấy trong đắng sạch hướng còn thế mình trong bài tha trong khơi cái lúc múc make up xa đây mà gì bông miên sầm nua trần còn thế tôi tiết bông trong ao bông hai chút thở gót xào phòn ok nên là ban khơi đôi chỉ mất hẹ bông mình nèกด share ពី support ចាមកប្រាហ្នឹងនេះរៀមបាទ outside travel ណាបាទ outside the travel outside តែហ្នឹងក៏បានអញកាន់ក៏បានសាមញ្ញអត់អីបាទអញ្ចឹងទៅបងក៏គណៈពេលបងកំពុងតែចង់មានប្រភេទ content មួយដែលบอกតាមប៉ាត់បង push ខ្លួនឯងដែរភាគច្រើនបងថតនៅក្នុងបន្ទប់អីចឹងទៅវា very comfortable ដូចជា comfort zone មួយដែលខ្លួនឯងអត់សូវបាននាំខ្លួនឯងចេញទៅក្រៅ content ផ្សេងមកធ្លាប់ទៅក្រៅតែថតខ្លួនឯងដាក់កាមេរ៉ាចឹងទៅមាន content ប្រភេទមួយហ្នឹងដែលបងធ្វើបានដូចជា10វីដេអូជាងដែរដែលបងនិយាយពីអ្វីមួយនរណាម្នាក់ទីកន្លែងណាមួយប៉ុន្តែនិយាយពី5ចំណុចអំពីទីតាំងមួយហ្នឹងមនុស្សមួយហ្នឹងរបស់មួយហ្នឹងអញ្ចឹងទៅចាហើយបងចង់ធ្វើអញ្ចេះយូរហើយចាចៃដន្យមិនដឹងមកថា maybe អញ inspire បង somehow ធ្វើបើតែយើងមិនដែលស្គាល់គ្នានៅក្រៅប៉ុន្តែ somehow នៅពេលដែលបងឃើញមិត្តភក្តិគាត់ share ពីអនឯងដែលបានទៅដល់ភ្នំ Everest ចាទៅតាម base camp បង base camp ចា base camp បាទភ្នំ Everest ដូចគ្នាប៉ុន្តែ base camp ដោយសារទៅ Everest គេមាន submit យើងទៅភ្នំ Everest យើង submit base camp ហើយនឹង submit កពូលចាព្រោះខ្ញុំគិតថានៅខ្មែរយើងភាគច្រើនអ្នកខ្លះគាត់អាចនឹងច្រឡំឲ្យទៅលើភ្នំ Everest ដល់គាត់វ៉ាវហើយក៏ប៉ុតខ្ញុំឡើងគឺឡើងឲ្យភ្នំ Everest ហ្នឹងមែនប៉ុន្តែខ្ញុំឡើងតាមរយៈកម្ពស់ base camp ហ្នឹងគឺ 5436 ម៉ែត្រអូខេជប់កន្លែងហ្នឹងមួយសិនទៅទៀតយើងនឹងនិយាយដល់ដំណើរផលសោភ័ណ្ឌក្នុងការរៀបចំខ្លួនឯងឡើងទៅដល់ base camp ភ្នំ Everest ត្រៀមនៅរួចរាល់នៅមួយបងញ៉ាំកាហ្វេបានខ្លះហើយមាន energy ខ្លះទេយ៉ាអូខេអូខេបងដាក់នេះចិត្តនេះបានដំបូងចង់ឲ្យបងប្អូនដែលមើលវីដេអូនេះគាត់បានស្គាល់សភ័ណ្ឌបន្ថែមបន្តិចសិនមុននឹងចូលនិយាយទៅដល់បទពិសោធន៍ភ្នំ Everest ចាអាចប្រាប់ឈ្មោះពេញហើយនឹងអាចការងារសប្តាហ៍ថ្ងៃក៏ដូចជា background អប់រំរបស់ខ្លួនឯងតិចតួចបាទជួបពេញខ្ញុំប្រាប់តកូនដែរបងជួបពេញធម្មតាក្នុងជីជាតិប្រាប់តកូនហើយខ្ញុំឈ្មោះយុនសោភ័ណ្ឌហើយរាល់ថ្ងៃខ្ញុំធ្វើការនៅធនាគារមួយកន្លែងអញ្ចឹងខ្ញុំសូមអត់ប្រាប់ឈ្មោះហើយសម្រាប់ background របស់ខ្ញុំអត់មានអីទេក្រៅពីធ្វើការហើយនឹងចូលចិត្តផ្សងព្រេងច្រើនតាំងពីខ្ញុំរៀនចប់ទី12ភ្លាមគឺខ្ញុំចាប់ផ្ដើមចូលចិត្តធ្វើការងារស្ម័គ្រចិត្តហើយការងារស្ម័គ្រចិត្តហ្នឹងក៏ខ្ញុំស្ម័គ្រចិត្តជាមួយនឹងសិស្សរកដែរអញ្ចឹងខ្ញុំចេញពីផ្ទះ10ថ្ងៃជាងអីចឹងទៅអញ្ចឹងអាហ្នឹងអ្វីដែលខ្ញុំ challenge ជាលក្ខណៈ independent ព្រោះអីអត់ដែលមានអ្នកណែនាំខ្ញុំឲ្យធ្វើរឿងហ្នឹងចាហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមទៅ camping ទៅឡើងភ្នំអីចឹងទៅហើយក៏អត់មានពួកម៉ាក់ណាព្រោះដែរគឺទៅខ្លួនឯងហ្មងគឺបងតែក្រោយខ្ញុំមានប៉ុណ្ណឹងបងអូនឯងបាននិយាយបានតិចដែរទៅជាមួយនឹងការជំរុញខ្លួនឯងផ្ទាល់ខ្លួនដើម្បីចេញទៅក្រៅធ្វើការងារ volunteer ទៅស្គាល់សង្គមទៅស្គាល់ការងារទៅស្គាល់មនុស្សនៅខាងក្រៅបើអាចចង់ដឹងមួយទំនំបានណែឯងរាល់ថ្ងៃបានឆ្លងកាត់នៅអាការសម្រេចចិត្តផ្ទាល់ខ្លួនក្នុងការចេញទៅក្រៅធ្វើរឿងអីមួយមិនថាទៅដល់ស្រុកគេឬក៏
នៅក្នុងស្រុកខ្មែរ ចា បងចង់ដឹងមុនហ្នឹងតើអ្វីទៅដែលជំរុញណែងឲ្យស្រឡាញ់បងជឿថាណែងអាចធ្លាប់ឆាតជាមួយបងខ្លះ ចា បងនឹងថាណែងស្រឡាញ់ធម្មជាតិ ចា ស្រឡាញ់ការធ្វើដំណើរបែបផ្សងព្រេង ចាចា អីគេដែលជំរុញណែងខ្លាំងរហូតដល់ណែងជាក្មេងស្រីម្នាក់ហ៊ានសម្រេចចិត្តឬក៏ក្តីស្រឡាញ់មួយហ្នឹងណាតើអ្វីទៅដែលទំបោកបំផុតហ្មងណា ជំរុញឲ្យដើរលេងឬក៏ជំរុញរបៀបម៉េច ការស្រឡាញ់ធម្មជាតិហើយនឹងការផ្សងព្រេងដើរចេញទៅក្រៅអញ្ចឹងណា អូ បាទ មាន អីដែលដំបូងបំផុតហ្មងណា spark បេះដូងខ្លួនឯងហ្មង ដំបូងបំផុតគឺខ្ញុំដូចខ្ញុំបាននិយាយចឹងដោយសារខ្ញុំកតាដែលជំរុញឲ្យខ្ញុំហ្មងគឺទី1 main point ហ្មងគឺដូចជាខ្ញុំអូសឃើញរូបភាពបរទេសឃើញគេថតរូបឃើញគេដើរបែប adventure ហើយខ្ញុំចូលចិត្តមើលរឿង adventure ច្រើន បាទ លក្ខណៈថាដូចដើរនៅក្នុងព្រៃអីចឹងណាបងអញ្ចឹងមានអារម្មណ៍ថា inspire ខ្ញុំធ្វើរឿងហ្នឹងទោះបីជាវាជាលក្ខណៈនៅក្នុងខ្សែភាពយន្តមួយក៏ដោយប៉ុន្តែខ្ញុំមានអារម្មណ៍ថានៅក្រៅប្រហែលជាក៏យើងអាចទៅធ្វើរឿងហ្នឹងបានដែរតែខ្ញុំដឹងថាដំណើរកំសាន្តខ្លះក៏វាអាចមានបញ្ហាប៉ះពាល់ដល់ សុខភាព សុខភាពរបស់យើងដែរអញ្ចឹងប៉ុន្តែខ្ញុំនៅធ្វើរឿងហ្នឹងហើយអត់មានអ្នកគេជំរុញខ្ញុំទេក្រៅពីខ្ញុំមើលអាលក្ខណៈថាជា ពីបរទេស វីដេអូបរទេសមកយ៉ាបង នៅក្នុងស្រុកអត់មានទេ នៅក្នុងស្រុកអត់មានអីបង អូខេ ដល់ពេលខ្ញុំចេះមកយូរទៅខ្ញុំមានអារម្មណ៍ថាអូវ៉ាវសូពេលដែលយើងដើរលេងអញ្ចឹងហើយធម្មតាខ្ញុំសរសើរខាងបរទេសមែនតើដល់ពេលដែលគាត់ធ្វើវីដេអូអីមួយក៏គាត់ inspire ថាពេលដើរលេងយើងជួបអីខ្លះហ្នឹងទៅអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូខ្ញុំសាក់ធ្វើរឿងហ្នឹងដែរមើលអញ្ចឹងថាតើខ្ញុំមានអារម្មណ៍ feel បែបណាយ៉ាងអញ្ចឹងពួកអីដោយសារខ្ញុំបងគេហើយខ្ញុំគិតថាចេះស្ត្រីមិនអាចនៅតែផ្ទះបានទេមិនអាចថាដូចសម័យពីមុនអីទេព្រោះអីធម្មតាពីសម័យមួយទៅសម័យមួយគឺតែងតែមានការអភិវឌ្ឍទៅតាមគេហៅបច្ចេកវិទ្យាអញ្ចឹងណាបងអញ្ចឹងមិនអាចថាយើងនៅកាលណាមនុស្សស្រីនៅតែផ្ទះឬក៏ដើរលេងច្រើនមិនល្អអីទេគឺអត់ខ្ញុំអត់គិតអញ្ចឹងឯងខ្ញុំចង់កែប្រែទម្លាប់នឹងមួយទៀតនៅក្នុងអ្នកផ្ទះរបស់ខ្ញុំអញ្ចឹងបានពីឥឡូវមកក៏ខ្ញុំបានថាមិនថាខ្ញុំប្រឆាំងមួយម៉ាក់ខ្ញុំអីគឺខ្ញុំធ្វើឲ្យគាត់មើលហ្មងថាខ្ញុំអាចជាបង្គោលនៅក្នុងគ្រួសារបានព្រោះមិនចាំបាច់ថាមានកូនប្រុសអីទេអញ្ចឹងកូនស្រីក៏អាចធ្វើបានដែរខ្ញុំ inspire បងខ្ញុំក៏ដោយចាប៉ុន្តែខ្ញុំអត់បខំគាត់ឲ្យធ្វើដូចខ្ញុំទេព្រោះអីការឆ្លាញ់របស់មនុស្សម្នាក់ខុសៗគ្នាយ៉ាបង អរគុណនិយាយដល់គ្រួសារទៅទៀតបងមានសំណួរមួយអត់បាន plan ទេប៉ុន្តែបងសុំអានេះនេះបងខុស អត់លើមែនបង អត់ទេដើម្បីនិយាយទៅខ្ញុំចេញវីដេអូ លើកទី1 ចាលើកទី1វីដេអូមានថាសុភាអញ្ចឹងណាចា បាទមកដល់ម៉ោងនេះនិយាយមកបងមានអារម្មណ៍មិនដែរ ចា មកដល់ម៉ោងហ្នឹងនិយាយគ្នាបាន plan មិនមានអារម្មណ៍មិនដែរ មានអារម្មណ៍ធម្មតាបងខ្ញុំអាចfeeling ទៅ share អ្វីដែលខ្ញុំអាច inspire ទៅអ្នកដែលគាត់ថាចង់ប៉ុន្តែអត់បានធ្វើចង់តែអត់ហ៊ានធ្វើព្រោះឯពាក្យហ្នឹងខ្ញុំតែងតែលុបបំបាត់ចោលនៅអ្វីដែលខ្ញុំតែនិយាយចង់ភាគច្រើនខ្ញុំចង់គឺខ្ញុំធ្វើហើយបងយ៉ាហើយដោយសារខ្ញុំមាន inspire ទៅតាម idol របស់ខ្ញុំផ្សេងៗអញ្ចឹងណាបងយ៉ាចង់ដឹងបន្តិចតទៅជាមួយនឹង family បណ្ដាញមុនហ្នឹងនិយាយថាអត់មានបំណងអីទៅប្រឆាំងជាមួយអ្នកផ្ទះឬក៏អីទេចាប៉ុន្តែបងចង់ដឹងថាពេលដំបូងណាតើជួបប្រទះនៅផលលំបាកឬក៏អ្វីទៅដែលថ្ងៃបានប្រឈមជាមួយអ្នកផ្ទះមុននឹងបានមកដល់រហូតថ្ងៃនេះអាចចែកម្លែកបានសម្រាប់ខ្ញុំទី1ដោយសារម៉ាក់ប៉ាខ្ញុំគាត់ពីដើមមកដោយសារខ្ញុំរៀងមនុស្សខ្ញុំវាថាខ្ញុំអត់សូវឲ្យម៉ាក់ប៉ាខ្ញុំ take care ខ្ញុំឯងមកបងប្អូនទាំងអស់អញ្ចឹងមានន័យថាគាត់ជឿជាក់លើខ្ញុំស្រាប់ហើយដោយសារខ្ញុំហ៊ានតកែអីចឹងណាបងអញ្ចឹងអាហ្នឹងគាត់ទុកចិត្តខ្ញុំមួយហើយអញ្ចឹងទី2ដល់ពេលដែលខ្ញុំចាប់ដើមលេងដំបូងខ្ញុំអត់ប្រាប់គាត់ថាទៅឡើងគ្រោះថ្នាក់អីដល់មកវិញបាទខ្ញុំប្រាប់គាត់មើលឲ្យគាត់មើលរូបភាពអីចឹងទៅហើយគាត់ថាទៅម៉ាអ្នកអីម៉ាអ្នកចឹងទៅខ្ញុំថាខ្ញុំថាបើខ្ញុំអត់កុហកមកឯងម៉ែអត់ឲ្យខ្ញុំទៅទេអញ្ចឹងណាបងយ៉ាហើយខ្ញុំក៏ព្យាយាមប្រាប់គាត់ហើយដល់ពេលថ្ងៃក្រោយខ្ញុំទៅទៀតហើយអញ្ចឹងក៏គាត់អត់មានបារម្ភអីគាត់បារម្ភថាចេះទៅឆ្ងាយត្រូវចេះមើលថែខ្លួនអីចឹងទៅហើយបន្តមក
ខ្ញុំប្រាប់ថាវាថាអ្វីដែលគាត់អត់មានប្រើពាក្យសម្ដីធំឬក៏ប្រឆាំងឲ្យខ្ញុំប្រឈមមុខនឹងថាហត់ជ្រុះគ្នាអត់ទេបងគឺខ្ញុំនាំគាត់ទៅដើរលេងខ្លួនឯងហ្មងទៅតំបន់ធម្មជាតិបោះតង់ហ្មងនៅឡៃណានៅឈ្មោះអីគេឡៃចាដូចជានៅជ្រាវនៅអីចឹងនាំស្រួលទេបងចាហើយឲ្យគាត់ understand ថាហេតុអីបើខ្ញុំចិត្តធម្មជាតិដូចខ្ញុំនាំគាត់ទៅការីរុំទៅអីចឹងប៉ុន្តែការីរុំសួរថាខ្ញុំធ្លាប់ដើរលេងទៅកន្លែងស្អាតៗចឹងខ្ញុំនាំគាត់ទៅកន្លែងស្អាតៗដូចគ្នាចាហើយបើសួរគាត់ឡើងភ្នំអត់ខ្ញុំដឹងស្ថានភាពគាត់ឡើងភ្នំអត់កើតទេអញ្ចឹងខ្ញុំ encourage គាត់ឲ្យស្រឡាញ់ធម្មជាតិទៅតាមអ្វីដែលខ្ញុំអាចធ្វើបានអញ្ចឹងខ្ញុំដល់ថ្នាក់ខ្ញុំថាបើមកឯងទៅបែរទៅខ្ញុំចាក់ថ្នាំដាក់ចូលឡើងនិយាយទៅខ្ញុំមានអារម្មណ៍ថាខ្ញុំបខំគាត់ដើម្បីឲ្យខ្ញុំចង់ជំរុញឲ្យគាត់ទៅរឿងហ្នឹងអញ្ចឹងដល់ពេលយូរទៅក៏គាត់ understand ហើយដោយសារពេលដែលខ្ញុំធ្វើរឿងអីមួយដែលថាលក្ខណៈថាគាត់គិតថាអាចការពារអ្នកផ្ទះបានអញ្ចឹងណាហ្មងអញ្ចឹងគាត់មានអារម្មណ៍ទុកចិត្តយើងរហូតហ្មងចាអញ្ចឹងបើខ្ញុំប្រាប់បងប្អូនខ្ញុំម៉ាក់ខ្ញុំអីហ្នឹងខ្ញុំថាឲ្យបងខ្ញុំដើរលេងទៅឬក៏មិនបារម្ភពីគាត់ទេព្រោះអីពេលណាដែលគាត់ដើរលេងគាត់អាចស្វែងរកខ្លួនឯងបានច្រើនគាត់អត់ដូចកែបនៅក្នុងម្ដងអីបងអញ្ចឹងគាត់អាច learn ទោះរឿងក្រក់រឿងល្អក៏ដោយក៏គាត់ត្រូវ learn តែពីរហ្នឹងដែរព្រោះអីមិនអាចថាយើងស្គាល់តែនៅក្នុងម្ដងហ្នឹងមួយទេអានេះជាអ្វីដែលខ្ញុំ learn ណាបងទាំងក្នុងស្រុកទាំងក្រៅស្រុកអញ្ចឹងបាទខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំទៅដើរលេងណាម្នាក់ឯងម្នាក់ឯងគឺខ្ញុំ feeling confident ហ្មងអញ្ចឹងដូចថ្ងៃហ្នឹងអញ្ចឹងខ្ញុំរត់តែឯងក៏ខ្ញុំមានអារម្មណ៍ confident ដែរតែគ្រាន់ថ្ងៃហ្នឹងខ្ញុំរត់ខ្ញុំឡើងចដើស្ពានហួយច្បារនេះខ្ញុំចុះឡើងទៅខ្ញុំវាក់មនុស្សម្នាក់ខ្ញុំវាក់មែនតើហើយខ្ញុំក៏មានអារម្មណ៍ភ័យដែរប៉ុន្តែខ្ញុំក៏ស្រឡាញ់ខាងហើយខ្ញុំថាបងខ្ញុំសុំទៅមួយនិយាយស្រួលមួយគាត់ចឹងហើយក៏គាត់ឲ្យទៅម៉ោងប៉ុន្មានហើយជាម៉ោង7ជាងហ្មងអូខេព្រោះកន្លែងហ្នឹងស្ងាត់ហ្មងហើយខ្ញុំឡើងចដើទៀតថាកន្លែងអីមួយផ្សេងចឹងណាបងចាខ្ញុំអត់និយាយអីទាំងអស់បាទចឹងទៅខ្ញុំថាអូបងខ្ញុំសុំទៅមួយថាអូខេទៅខ្ញុំទៅចាអានេះជាអ្វីដែលវាថាយើងក៏ថាប្រុងប្រយ័ត្នដែរចឹងណាបងចាអរគុណពេលណានិយាយដល់ family និយាយដល់ម៉ាក់និយាយដល់គ្រួសារចាហើយបងធ្លាប់សួរសំណួរមួយចំនួនបងធ្វើវីដេអូប៉ុន្តែថតឲ្យគេទេចាសួរសំណួរទាក់ទងជាមួយនឹងការដឹងគុណចាទៅដល់ក្រុមគ្រួសារមិត្តភ័ក្តិអីចឹងទៅមកដល់ម៉ោងនេះតើអ្នកអាចនិយាយទៅកាន់កាមេរ៉ាចង់មានពាក្យពេចន៍អីនិយាយទៅកាន់ម៉ាក់ប៉ាឬក៏ក្រុមគ្រួសារសម្រាប់ខ្ញុំមានតែអរគុណម៉ាក់ប៉ាខ្ញុំទេដែលគាត់ open mind សម្រាប់ខ្ញុំមែនតើនិយាយទៅទោះបីជាគាត់ថាទៅដើរលេងទៀតណាហើយឥឡូវទៅដើរលេងសើប្រាប់មួយថ្ងៃមុនអីឬក៏ភ្លាមប្រាប់ភ្លាមហ្មងអត់ចេះក្រែងចិត្តគាត់ទេគាត់បាននិយាយចឹងហើយប៉ុន្តែគាត់នៅតែឲ្យកូនទៅអញ្ចឹងខ្ញុំអរគុណគាត់មែនតើដែលគាត់ open mind សម្រាប់ខ្ញុំចាអរគុណនេះអ្វីដែលខ្ញុំអរគុណគាត់ខ្លាំងមែនតើអរគុណបានហ៊ាននិយាយនៅក្នុងវីដេអូនេះទៅកាន់ម៉ាក់ប៉ាក្រុមគ្រួសារឥឡូវបងចូលដល់សំណួរមួយចំនួនតទៅជាមួយនឹងដំណើរទៅភ្នំ Everest ចាអូនអាចចង់ចាំអត់លើកដំបូងក្នុងខែណាឬក៏ក្នុងឆ្នាំណាដែល in your mind yes បានគិតថា I want to go to Everest Mountain ចង់ទៅភ្នំ Everest តើចាំអត់ពេលហ្នឹង moment ពេលហ្នឹងពេលណាហើយអីគេបាននាំឡើងគិតដល់ភ្នំ Everest ហ្នឹងនិយាយទៅមានមេនាំអានម្នាក់ទៅខ្ញុំចំណាំគាត់ហៅគាត់មេអញ្ចឹងណាគាត់ហ៊ាននិយាយឈ្មោះគាត់អត់ហ៊ានអូខេបងបរមអូខេគាត់ខ្ញុំត្រូវទៅមួយគាត់ប៉ុន្តែគាត់ព្រោះខ្ញុំមុនមួយអាទិត្យអញ្ចឹងខ្ញុំមិនអាចថារៀបចំ plan តនទេហើយខ្ញុំត្រូវការវឹកហាត់ទៀតពេលហ្នឹងមុនមួយអាទិត្យដូចជាខ្ទង់ដូចជាដើរ250គីឡូបងខ្ញុំព្រោះខ្ញុំធ្លាប់ដើរ250គីឡូនៅខ្មែរដែរអញ្ចឹងណាដើរតាមជួរភ្នំកវាងអញ្ចឹងគាត់ក៏ train នៅនឹងសម្រាប់ខ្លួនឯងដែរហើយខ្ញុំអត់ដឹងថាគាត់ទៅ Everest ទេដល់ពេលគាត់និយាយចុះនិយាយឡើងគាត់វល់ខ្ញុំស្មានគាត់និយាយលេងហើយដល់ទៅខ្ញុំអត់ដឹងថាភ្នំ Everest ហ្នឹងអីគេតទៅឆែកមើលខ្លួនឯងដល់ពេលឆែកមើលអូវ៉ាវវាថាជាភ្នំមួយដែល inspire មនុស្សម្នាក់ដែលអាចថាភ្នំហ្នឹងវាពិបាកតែនិយាយទៅ inspire សម្រាប់មនុស្សដែលគាត់ចូលចិត្ត challenge អាហ្នឹងដល់គាត់ទៅភ្នំហ្នឹងត្រូវហើយតែបើសិនជាគាត់ចិត្តបែប easy ទេភ្នំហ្នឹងអត់ត្រូវទេវាបងអញ្ចឹងសម្រាប់ខ្ញុំមួយវាត្រូវចំចំណុចដែលខ្ញុំត្រូវតែ challenge វាអញ្ចឹងណាបងទោះបីជាខ្ញុំដឹងថាភ្នំហ្នឹងធ្លាប់ឆក់យកអាយុជីវិតមនុស្សជាច្រើនក៏ដោយប៉ុន្តែពីមុនមកដោយសារអ្នកខ្លះគាត់ឡើងគាត់បានធៀមអីចឹងទៅគាត់គិតថាវាងាយស្រួលអីចឹងណាបងអញ្ចឹងបើសិនជាយើង
ready នឹងធ្វើវាគឺយើងធៀមមកកា play ទៅអាហ្នឹងសុខភាពយើងរាងកាយយើងគឺរឹងមាំហ្មងមកវិញទៅដោយក៏អត់មានផលប៉ះពាល់ដែរយ៉ាអាហ្នឹងកត្តាដែលខ្ញុំចំណុចខ្ញុំឡើងក្នុងកម្រិតគឺដោយសារតែគាត់ហ្នឹងហើយគឺនាំអាតបងប្រម shout out to បងប្រមអរគុណបងប្រមដែលបានហៅសកម្មសកម្មបងចង់ដឹងមួយទៀតការត្រៀមខ្លួនឯងសពនត្រៀមខ្លួនបែបណាប្រើរយៈពេលយូរប៉ុណ្ណាមុននឹងដល់ថ្ងៃដែលត្រូវចេញដំណើរទៅនិយាយទៅខ្ញុំត្រៀមខ្លួនមួយឆ្នាំទាំងការរៀបចំ plan ព្រោះ itinerary គឺខ្ញុំធ្វើខ្លួនឯងខ្ញុំសួរពីការ advice ពីបងប្រងខ្លះហើយពីបទពិសោធន៍អ្នកដែលគាត់ខ្មែរយើងគាត់ធ្លាប់ទៅអញ្ចឹងណាគាត់ share ថាអ្វីដែលធ្លាប់ជួបហើយខ្ញុំក៏ search មើលព័ត៌មានពី blogger នៅស្រុកគេអញ្ចឹងណាបងថាត្រូវជួបអីខ្លះត្រូវរៀបចំអីខ្លះព្រោះខ្ញុំត្រូវពីច្រើនខ្ញុំដើរលេងខ្ញុំបែប backpacker បងមិនសាខ្ញុំដើរលេងបែបបាត់ចិត្តដែរខ្ញុំដើរលេងចាយលុយខ្លួនឯងអញ្ចឹងខ្ញុំរៀបចំ itinerary ថាខ្ញុំត្រូវធ្វើអីខ្លះហើយខ្ញុំត្រូវរៀបចំអីខ្លះខ្ញុំត្រូវហាត់អីខ្លះគឺខ្ញុំត្រៀមខ្លួនឯងមកកញ្ចប់ខ្លួនឯងទាំងអស់អញ្ចឹងបើនិយាយទៅមួយឆ្នាំហ្មងបងពីខែណាដល់ខែណាចេញណាខែណាខែ4បងខែ4ឆ្នាំ2025ចាអាចខែ4ខែ1បងអញ្ចឹងខ្ញុំរៀបចំខ្ញុំតាក់តង local tour គេមុនដំបូងថាទៅ solo ឯងបងព្រោះអីខ្ញុំអត់បានគម្រោងទុកថាប្រព័ន្ធណាគេទៅឯងបងព្រោះអីខ្ញុំរៀបចំទៅខ្លួនឯងហើយថ្ងៃក៏វារ៉ាស់ដែរឧទាហរណ៍ខ្ញុំចាយពេល15ថ្ងៃពីខ្មែរទៅអញ្ចឹងសម្រាប់ package គេឡើងពីនេប៉ាល់ទៅគឺត្រូវ14ថ្ងៃឯងបងអញ្ចឹងបើយើងកាត់ពីខ្មែរទៅទៀតអីតោះ18ថ្ងៃអីហ៎យ៉ាតែអានេះខ្ញុំឡើងចុះតែ11ថ្ងៃឯងអញ្ចឹងខ្ញុំគិតថា plan ហ្នឹងអាចនឹងរ៉ាស់យ៉ាខ្ញុំដោយសារខ្ញុំរៀបចំខ្លួនឯងខ្ញុំដឹងថាខ្ញុំត្រូវវឹកហាត់របៀបណាអញ្ចឹងកុំឲ្យថាខ្ញុំដើរលេងខ្ញុំត្រូវមានទំនួលខុសត្រូវហើយកុំឲ្យមានបញ្ហាដល់អ្នកផ្ទះចឹងណាបងយ៉ាហើយអញ្ចឹងអាចប្រាប់តិចទៀតបានទេការត្រៀមខ្លួនមួយឆ្នាំហ្នឹងមិនឯងធ្វើឲ្យគេខ្លះក្រៅពីថា research អំពីអ្នកដែលធ្លាប់ទៅដល់នឹងស្រុកគេណាស្រុកគេនេះអីហ្នឹងប៉ុន្តែខ្លួនឯង personal preparation ការត្រៀមអ្នកខ្លួនឯងជាពិសេសសម្រាប់ផ្លូវចិត្តផ្លូវកាយផ្លូវអីទាំងអស់ហ្នឹងណាចាជំរឿទី1ខ្ញុំមិនរៀបចំ itinerary យើងទៅ plan ខ្ញុំតាក់តងមក call tour បុកអីផ្សេងៗទៅតមកដោយសារយើងរៀបចំខ្លួនឯងយើងអត់មានណាគេដែលគាត់មកជួយអាស៊ីយើងថាហោ booking flight booking អីគឺយើងរៀបចំខ្លួនឯងទាំងអស់អញ្ចឹងបន្ទាប់មកពេលដែលខ្ញុំធ្វើ plan ហ្នឹងឲ្យអស់ខ្ញុំមិនត្រូវមានការវឹកហាត់ជាកីឡាហើយយើងមិនមែនថាដាក់សម្ពាធខ្លួនឯងណាហោថ្ងៃនេះត្រូវទៅដាក់នេះគ្រាន់ថាឧទាហរណ៍មួយអាទិត្យខ្ញុំហាត់5ថ្ងៃបងខ្ញុំមាន2ថ្ងៃដែលសម្រាប់អញ្ចឹងខ្ញុំមានរត់មានឡើងភ្នំមានជីកង់ឡើងភ្នំទៀតចានៅណានៅនៅភ្នំពេញខ្ញុំនៅភ្នំពេញដែរបងប៉ុន្តែឡើងភ្នំចាខ្ញុំឡើងសាទិត្យអូខេចាជួនកាលវល់ល្ងាចអីចឹងទៅហើយដូចឆ្នាំ2024ហ្នឹងខ្ញុំរត់អង្គរម៉ាតុងហាហ្វម៉ាតុងហ្វូម៉ាតុង50គីឡូនៅ Elephant Trail ហ្នឹងទៅតែអាហ្នឹងខ្ញុំមិនដែរគិតថាខ្ញុំយកកីឡាហ្នឹងយកមកវឹកហាត់ដើម្បីទៅ Everest ហេបងប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំ challenge អាកីឡាហ្នឹងមួយទៀតព្រោះខ្ញុំមិនដែររត់មកពីមុនមកទេអញ្ចឹងខ្ញុំក៏ចុះឈ្មោះ21គីឡូហើយខ្ញុំមិនដែររត់មកពីមុនមកទៀតបងហើយក៏42ឯ50ហ្មង50ឯ100គីឡូហ្មងយ៉ាក្នុងឆ្នាំ2024ហ្នឹងខ្ញុំ challenge ច្រើនមែនតើអានេះជា achievement ដែលខ្ញុំអត់មានធំដុំអីទេគឺ achievement អស់លុយហើយព្រោះថាខ្ញុំបានបបពិសោធន៍មានអារម្មណ៍ថាខ្លួនឯង learn បានច្រើនពីខ្លួនឯងច្រើនអញ្ចឹងណា sure បាទកាន់តែធ្វើឲ្យផ្លូវចិត្តយើងរឹងមាំយកអត់ចេះខ្លាចអីទាំងអស់ចាអរគុណអូននៅពេលដែលដល់ថ្ងៃដូចជាខែ4នោះដែលហោះទៅចាមាននរណាគេចូលរួមពីខ្មែរយើងខ្លះប្រហែលនេះអីចឹងហើយបងចង់ដឹងថានៅពេលដែលទៅដល់បើថា day 1ថ្ងៃទី1ទៅដល់ទឹកដីនេប៉ាល់ណាចាអីគេដែលឯង impression reaction ដំបូងពេលទៅដល់ទឹកដីនេប៉ាល់សម្រាប់ការអ្នកដែលចូលរួមមួយខ្ញុំគឺមាន5នាក់ហើយខ្ញុំម្នាក់ទៀតទាំងអស់6នាក់យ៉ាបងហើយបានតែពីខ្មែរទៅ6នាក់ឬក៏បានពីខ្មែរទៅ6នាក់ទាំងខ្ញុំហ៎បងអូខេចាថាមិនសិនគាត់អត់ឬក៏អត់ទេបងចង់ mention គាត់ក៏បានគាត់នឹងមើលវីដេអូនេះអាចប្រាប់ឈ្មោះពួកគាត់ក៏បានដែរទី1
ខ្ញុំសុំឡើងសិនឈ្មោះណាបងទី1មានអ្នកដែលគាត់ចូលរួមគាត់មានអាយុរៀងច្រើនដែរប៉ុន្តែខ្ញុំសរសើរគាត់មែនតើដែលពួកគាត់និយាយថា patient ខ្លាំងហើយគាត់ commit strong commitment ដូចពួកខ្ញុំអញ្ចឹងហើយគាត់អាយុច្រើនបងអាយុ50ជាងឡើងហើយយ៉ាបងអញ្ចឹងទី1កងគីមទី2បងសេហាទី3ជីកេតទី4បងហ្វីទី5គឹមឡងហើយនឹងខ្ញុំចាហើយខ្ញុំ leader បាទនិយាយដល់ leader អញ្ចឹងបងសុំសួរបន្តិចអញ្ចឹងក្នុងនាមជា leader ធម្មតាណែបានប្រាប់មុនហ្នឹងហើយថាអូ solo ម្នាក់ឯង challenge ខ្លួនឯងច្រើនទៅកម្មវិធីរត់កន្លែងនេះកន្លែងនោះខ្លះភ្នំទៅឬក៏ទៅតាមតំបន់ដាក់ផ្សងព្រេងមួយចំនួនចាក្នុងនាមជា leader តើណៃគិតថាអ្វីទៅដែលណៃមានទំនួលខុសត្រូវធំធេងប៉ុណ្ណាទៅកាន់កូនក្រុមដែរហើយវាជាលើកដំបូងដែលទៅក្រៅប្រទេសទៅដល់ភ្នំដែលត្រូវឡើងណាចាតើ responsibility ធំធេងប៉ុណ្ណាទៅនិយាយទៅបងមិននិយាយថាខ្ញុំជាអ្នក leader ម្នាក់ដែលត្រូវតែមកចត់ទៅលើអាហ្នឹងហ្មងឯងមិនមានន័យថាដើរបែបself care រៀងខ្លួនប៉ុន្តែខ្ញុំអ្នក coordinate facility នៅក្នុងហ្នឹងទាំងអស់ហើយអ្វីដែលខ្ញុំអាចប្រាប់ពួកគាត់គឺតកតងជាមួយនឹងសុខភាពអីចឹងទៅហើយខ្ញុំ coordinate តកតងជាមួយនឹងitinerary ដែលខ្ញុំដកសេហ្នឹងអញ្ចឹងវាថានៅក្នុង trip ហ្នឹងគឺវាចូលក្នុងខួរក្បាលខ្ញុំទាំងអស់ហើយយ៉ាហើយក៏ខ្ញុំមាន back up អ្នកដែលគាត់នៅខ្មែរបើសិនជាពួកខ្ញុំមានបញ្ហាអីក៏ខ្ញុំត្រូវឲ្យមានអ្នកជួយដែរដើម្បីតកតងទៅក្រុមគ្រួសារបងខ្ញុំមិនអាចថាព្រោះហ្នឹងខ្ញុំដឹងតែឯងបានទេអញ្ចឹងខ្ញុំត្រូវទៅលេខព័ត៌មានទាំងអស់ក៏ឲ្យពួកគាត់ដឹងដែរយ៉ាអានេះជាអ្វីដែល response ដែលខ្ញុំធ្វើបងតែមិនមានន័យថាខ្ញុំត្រូវតែលេខពួកគាត់ឲ្យពួកគាត់ធ្វើតាមខ្ញុំទេបងមានន័យថាខ្ញុំជួយចិត្ត share លេខបែបថាចេះបើសិនជាទៅមួយខ្ញុំដើរលេខបែប typical ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចេះ explore ខ្លួនឯង learn ពី culture នឹងអីចឹងណាបងហើយមក follow ជាលក្ខណៈថាកុំខ្ញុំអត់មានត្រូវដាក់សម្ពាធទេព្រោះអីខ្ញុំដើរលេងបែបលក្ខណៈស្វាយទាំងអស់គ្នាអត់មានណាគេជា leader ជាអីទេគ្រាន់តែខ្ញុំជាអ្នកសម្រាប់សម្រួលអីចឹងណាបងយ៉ាបងតន់អរគុណចឹងនេះអ្វីដែលខ្ញុំមានទំនួលខុសត្រូវតែប៉ុណ្្នឹងឯងបងបាទណែអាចនិយាយបន្តតិចទៀតនៅ impression នៅឯដំបូងនៅពេលដែលday 1 adventure starts បាទសងព្រេងចាប់ដើមហើយតើសម្រាប់ថ្ងៃទី1នៅពេលដែលទៅដល់នៃប៉ាដោយសារយើងមាន flight direct ពីពេញទៅហើយយើងឈប់នៅ KL កូឡាឡាំពួរតមកបានយើង flight ពីកូឡាឡាំពួរទៅនេប៉ាអញ្ចឹងយើងទៅដល់យប់ឲ្យបងម៉ោង9អញ្ចឹងនេប៉ាដូចជាដើរលឿនជាងយើង1ម៉ោងជាងអញ្ចឹងឧទាហរណ៍ទឹកខ្ញុំទៅដល់ម៉ោង9នៅខ្មែរយើងម៉ោង10ជាងហើយយ៉ាអញ្ចឹងម៉ោង9រៀងត្រជាក់ដែរបងដោយសារយើងនៅអាស៊ីហើយនៅនេប៉ាជាដោយសារនៅរយៈពោះ1000ជាងម៉ែត្រអីហើយដឹករ៉េណោះនឹងចាំតាំងចាំ20នៅកូរ៉េហ្នឹងបងតែត្រជាក់ដែរតាចាកំណត់ខ្យល់ហ្នឹងបងហើយយើងនៅអាស៊ីវារៀងក្តៅបងយ៉ាអញ្ចឹងទី1វារៀងត្រជាក់តិចអីចឹងណាបងហើយបន្ទាប់មកខ្ញុំមានបានដើរលេងអីទេបងគ្រាន់តែយើង check in check out នៅកន្លែង fly អីហើយអស់យើងដាក់ visa ដែរហើយអស់យើងទៅអូតាំងគេឲ្យខ្ញុំសរសើរជនជាតិគេមែនតើគាត់ welcome ខ្លាំងសម្រាប់ជនជាតិនេប៉ាល់បងហើយទៅដល់តែកងអីឬក៏បងសិង្ហាអីគាត់ចូលគេអស់ហើយតែពួកខ្ញុំចិត្តបែបលក្ខណៈរំភើបបងខ្ញុំឃើញក្រុមគេយប់ឡើងមក9ជាង10ជាងអីដូចថាសិបយើងសិមៀតចឹងនៅមានមនុស្សច្រើនហើយភាគច្រើនណាបងសម្បូរអឺរ៉ុបច្រើនបាទតែគួរខ្លាចបើសិនយើងអត់ប្រយ័ត្នទេគេបុកយើងហ្មងវាថាឡានម៉ូតូជិះប្រឈៀតនឹងផ្លូវគេទូទៅប៉ុន្តែខ្ញុំមានអារម្មណ៍ថាអត់មានឃើញគ្រោះថ្នាក់ទេតែយើងត្រូវតែចេះគិតព្រោះអីផ្លូវទូមែនតើហើយឡានជិះលឿនណាចាហើយប៉ុន្តែយប់ឡើងគឺអ៊ូអមែនតើហើយខ្ញុំដើរទៅវាថាខ្ញុំចង់ដើរមើលថាយប់ឡើងគេមានអីខ្លះចឹងណាបងអីអត់គិតគេងទេព្រោះគិតថាថ្ងៃស្អែកយើងនៅមានពេល city tour ហើយនឹង guide section ទៀតអញ្ចឹងយើងមានពេលសម្រាប់យកតឡើងភ្នំហើយបងព្រោះយើងត្រូវ fly នៅតង់ទៀតហ៎ជិះឡានហើយ fly នៅតង់ទៀតបាទបងឃើញតាមរយៈ fee វីដេអូ fee ខ្លះចាបង្ហាញពីដំណើររបស់គាត់ដែរចឹងណាបាទបងអាចចូលសួរដល់ចង់ដឹងសម្រាប់ណៃផ្ទាល់ចា emotionally ហើយ physically សម្រាប់រាងកាយមួយហើយនឹងការprepare ខ្លួនឯង
emotionally ផ្លូវចិត្តផ្លូវអារម្មណ៍អីទាំងអស់ហ្នឹងមួយណាពិបាកជាងគេ ចាំខ្ញុំនិយាយថាអត់មានបាក់ អត់មានពិបាក យ៉ា interesting ព្រោះខ្ញុំសម្គាល់ខ្លួនឯងខ្ញុំនិយាយថាខ្ញុំចេះ control ខ្លួនឯង body របស់ខ្ញុំ balance បាទ ហើយផ្លូវចិត្តរបស់ខ្ញុំគឺធម្មតា បាទ យ៉ាបងអត់មានន័យថាខ្ញុំត្រូវ មានសម្ពាធអីពេលណាមួយខ្លះអត់ដែលកន្លងពេលដែល adventure នៅភ្នំ Everest មានប្រកាសជាមានបងយ៉ាបងអាហ្នឹងវាអត់ពាក់ព័ន្ធវាអាចថាពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តធម្មតាផ្លូវចិត្តយើងមាន patient នឹងស្រាប់ហើយអញ្ចឹងពេលដែលយប់ដើរខ្ញុំតែងតែវាថាអាចជា meditation មួយហើយបន្ទាប់មកខ្ញុំវាថាឧទាហរណ៍ដើរដល់កន្លែងធម្មតារយៈកម្ពស់កាន់តែខ្ពស់វាខ្វះអុកស៊ីហ្សែនអញ្ចឹងខ្ញុំតែប្រាប់ខ្ញុំថាខ្លួនឯងកុំដើរលឿនពេកស្ដាប់បទពិសោធន៍អ្នកដែលពីមុនមកហើយបន្ទាប់មកដើរមើលទេសភាពដើរមើលអីចឹងគិតអីដែលល្អអញ្ចឹងទៅវាទៅតាមនឹងហ្មងបងធ្វើឲ្យរាងកាយយើងមាន power ហ្មងយ៉ាអានេះជាអ្វីដែលខ្ញុំ learn ពីខ្លួនឯងទេបងអញ្ចឹងអ្នកផ្សេងគាត់អាច learn ពីវិធីមួយទៀតដែលគាត់ control ខ្លួនឯងអញ្ចឹងទៅ Sure បាទនិយាយដល់ meditation ការធ្វើសមាធិអាចប្រាប់បងប្អូនដែលគាត់កំពុងមើលវីដេអូហ្នឹងបានអត់ថាធ្វើបែបមិនអីអ្នកខ្លះអត់អាចនឹងមិនយល់ទេថាពងឡើងខ្ញុំឬក៏នេះអញ្ចឹងធ្វើសមាធិខ្លួនឯងមកយ៉ាងអាចប្រាប់បន្តិចមកខ្ញុំពីមុនមកខ្ញុំអត់ដែររៀនសមាធិអីទេហ្មងហើយខ្ញុំមិនដឹងថាអាសមាធិនឹងអីដែរប៉ុន្តែដល់ពេលខ្ញុំដើរខ្ញុំមានអារម្មណ៍ថាដើរដូចដល់កន្លែងមួយដែលលក្ខណៈថាធម្មជាតិអីមើលចឹងណាឃើញតែវាលហើយសត្វថ្មហើយសត្វភ្នំត្រជាក់ទៀតអញ្ចឹងខ្ញុំមានអារម្មណ៍ថាចេះវារៀងខ្សោះក្រោះហ្មងហ៎បងប៉ុន្តែដល់ពេលខ្ញុំតាំងសមាធិថាខ្ញុំមកដល់នេះខ្ញុំចង់បានអីវាថាដូចជា patient មួយចឹងបងហើយខ្ញុំដកដង្ហើមចេញចូលអីហ្នឹងទៅហើយចេះដើរហើយគិតអីល្អចឹងអានេះជាសមាធិរបស់ខ្ញុំឯងបងតែខ្ញុំអត់ដែរ meditation ពីមុនមកឯងហើយក៏ខ្ញុំក្រងចង់ធ្វើអាហ្នឹងដែរព្រោះ meditation ហ្នឹងខ្ញុំឃើញគេធ្វើល្អមែនតើបងយ៉ាអាហ្នឹងអ្វីដែលគាត់ធ្លាប់ផ្សេងប៉ុន្តែធម្មតាអ្នកខ្លះគាត់ដឹងថាគាត់ពេលដែលគាត់ឡើងភ្នំអីគាត់ចាប់អារម្មណ៍ខ្លួនឯងថាគាត់កំពុងតែ meditation ទៅលើអាហ្នឹងឯងព្រោះអីពេលខ្លះ5នាទីក៏មានដែរបងយ៉ាផ្លែតចឹងណាធ្វើអារម្មណ៍យើងល្អតែយើងអត់ដឹងថាអាហ្នឹងជាការសមាធិចេញពីខ្លួនយើងឯងយ៉ាអាហ្នឹងជាអ្វីដែលខ្ញុំ learn ខ្លួនឯងទេបងចាព្រោះអ្នកខ្លះគាត់អត់ដឹងទេដូចខ្ញុំចឹងខ្ញុំពេលខ្លះខ្ញុំក៏ដើរអត់ដឹងដែរដល់ពេលខ្ញុំដើរអាលក្ខណៈការតាំងសមាធិវាថាពេលដែលយើងអត់ចង់បន្តដំណើរទៅមុខទៀតអីចឹងណាអញ្ចឹងយើងមានអារម្មណ៍ថាយើងគិតអីល្អហើយយើងបិទផ្នែកផ្លែតអីចឹងណាបងអញ្ចឹងខ្ញុំចេះតែទៅចឹងទៅព្រោះខ្ញុំអត់ដែររៀនអាហ្នឹងពីមុនមកហើយទុកមកខ្ញុំអានេះខ្ញុំ learn ខ្លួនឯងព្រោះអត់ដែរមានអ្នកប្រាប់បងបាទអរគុណចាបងអង្គុយមកឯងអង្គុយមកសុភ័ណ្ឌនិយាយមួយគ្នាមិនច្រើននាទីកន្លងមកនេះអ្វីដែលបងទទួលបានគឺហាក់បីដូចជាណែងបានមានបទពិសោធន៍ច្រើនល្អចាជាពិសេសការអនុវត្តខ្លួនឯងផ្ទាល់បច្ចេកទេសខ្លួនឯងច្រើនក្នុងការធ្វើដំណើរផ្សងព្រេងចាចង់ដឹងថាធ្លាប់មាន moment ណាដែលធ្លាប់បោះបង់កន្លងពេលដែលធ្វើដំណើរផ្សងព្រេងពីមុនក៏ដោយតើធ្លាប់ដល់ពេលម៉ោងមួយហ្នឹង moment មួយហ្នឹងខណៈមួយហ្នឹងI want to give up ចង់ឈប់ធ្លាប់អត់ខ្ញុំតាំងពីខ្ញុំដើរមកខ្ញុំមាន passion មាន strong commitment ច្រើនខ្ញុំអត់ដែរបោះបង់ទេបងទោះកលៈទេសៈណាក៏ដោយដូចជាខ្ញុំ challenge រត់100គីឡូនេះខ្ញុំអត់ដែររត់សោះបងអត់ដែររត់កម្មវិធី100គីឡូហ្នឹងណាខ្ញុំក៏រត់ដែរហើយទោះបីជាគេប្រាប់ថានឹងបាក់ក៏ដោយក៏ខ្ញុំគិតថាខ្ញុំមាន idol ខ្ញុំម្នាក់តែខ្ញុំអត់ទៅចេញឈ្មោះឯងបងគាត់និយាយថាទោះបីជាយើងអត់ដែរធ្វើរឿងហ្នឹងហើយយើងចង់ធ្វើវាតែយើងខ្លាចតែយើងត្រូវតែសាកធ្វើវាសិនទោះបីជាវាគួរឲ្យខ្លាចដល់កម្រិតណាក៏ដែរអាហ្នឹងពេលដែលយើងធ្វើវាហើយយើងព្យាយាមឲ្យល្អបំផុតសម្រាប់ខ្លួនឯងហើយបទយើងត្រឡប់មកវិញនឹងបទពិសោធន៍យ៉ាងណាអាហ្នឹងវាជាអ្វីដែលយើង learn វាបង
tu bay chỉ dương mình ban đo cô đá của dương ban tha ho dương lên vì bia đà nắng của dương phải chất mình phơi bia đà bông và nó vậy là nhom chụp chân ăn khô cây chắc na bông hay ốp vật sắt này nhom chọn vậy ta nhom bọc bong bông tìm muối nhom ta vào đây nó bông nhom lang ngay hè ta mơ ban đã bay nè thì nhẹ tiết bay nè ta có chơi mong bạnไปพักเงือบหมางบ้วนปรักบองแต่เจี๊ยดอกหมกพยองแซ่กับปั้นยำเตยดาโคตรได้ไงเป็นแต่อันนั้นเธอล่างกับพวกแผมป้อนแผมหมวยแม่ยำดาปั้นยังไงcái tay cáiเธอล่างเป็นดาเหลืองนั่งเตี้ยแต่มีเนี่ยเส้นกับโดดยำได้จนจีเก๊กกุยมือหนังโดดเคลียร์ได้จังในในท่าเอาไว้ได้ยำถอมัดบ้านกูได้ยำดิสปักคลังจังยำคล้ายได้ยำปีกาผัวไอ้สัมผัสเชี่ยมาบอกยังใครได้ยังติดการนังผัวที่ไหนมันเต้นบอกสอบในไอ้ตัวบ้านไอ้บอกให้ยงล่างจะหนาวแจกกับปีกับโหลไอ้บอกยมล่างđo làอันนั้นล่างปีกับโหลตัวđo là lại chất mưa của pu mỏng á mà té nhưng nhạc khác của conตัวđo này hàng năm bệnh nhân ta sập nênเป็ดง่ายหรอแต่เป็ดง่ายเยอะบ้านมือไทยเหี้ยตีจังยังจังแต่มือไทยเหี้ยมือขยิ่งติ๊กยีนน่ะแต่ยังเงือบตัวหมอกอ้วนตัวเชี่ยน่ะให้ตีมวยแต่สร้างยังเทียมซ้ำไปเดียอดบานยังกับทาแจสมได้เวียตบจอบจังนะแต่ตบอัดจอบไปผัวไอ้อายังเปะหลังแถมชวนเนาะโอ้แถมชวนจ้าสตาร์กับอาตบมองมองจังเวียมาเรียนการตบเอาไงเนยตัดสมได้มวยบอลยังตบอัดใช่ไหมให้ยมจะเจ๊ให้สังท่าดอกตูซับกับกายก็เอากดไอ้กายกดดอกไอ้ทอดในกายก็กดเจ๊ได้นะจังสมยมไปนั่งยมยอสมได้เติมเดี๋ยวท่าไอ้ท่าลกคอยแบบยมลังเจ๊จริงนั้นก็ยมเลยเฉลงทัวร์วิบาnàyยมเถิดทีเบียร์อ้อยจริงนะก่อนหน้านี้ยังล้างคู่จริงเอาไปได้แต่ใช่ยังต้องมาทั้งไงเฮียคนเนี่ยเซ้งกว่าเตยได้nhưng mà vậy khi ấy bằng vậy tha standard món bà sáng giờ cái ao khả năng mau bị sập bên ao đấy thầm nám mà sập bên ao đấy bà scam nó cứ nè ta có chơi đây đây có ba chim chui chùm mó ấy trăng từ o đây luôn phủ ấy bông cái tới đầm nàng cầm san bài vẫn cho đấy đa mà ngày đọc lỗ chiên hay nó ăn thì xúc xích đấy căn tại cua muỗng nó bong lan căn tại cua muỗng trắng oxygen căn tại tiệp chân nhân thật ca nhâm tập tròn hay dùng sơ ban nhâm là bỏ thom chết bên này ai cũng năng bị chón số tập phụ sim sai tại sao có cua hả bong tôi chị ấy ha đã tiêm đôi chị ấy ai lấy mua vía được có chăn cái hai màu màu đã bắt ai người ta năng pizza Nepal nữa chà cho bột mày dưỡng anh hai anh nó mà hút lọc kho cái bò mày cái okay. Chón nhâm pizza nhâm spaghetti ấy chân tao bò hay nhâm súp nhâm ấy chân tao nhâm mà là bò na đây nhâm cất than trẻ cua nhâm sủa rầm lì pe ở toàn làng mà anh trong gì chẳng pe của bông Đài Loan pe Đà Nẵng Đà Nẵng miên pizza bên đây đã miên rồi miên cái vô từ tầng chẹ chân tao là nhâm pe chẹ chân thế bò pizza cái tháp hình phim ta là từ pe của bông adventure này chà vậy tao bỏng nên nơi bật té kế cứ Everett Project nó cứ kết phôi lọ mình tên cái mình bọt toán ấy là bỏng cứ bị phun muối cứ cái mình té muối mòn như cây trắng cái mình nghe nè còn lại cái thôi mà hộp cơ ấy cái nhưng còn mà hộp nên tới vậy bỏng chà lực lên là bị scam tao đó là pu này bằng cái kênh tầng chàถ้าเป็นนั้นมีนแตะๆมวยจังนะบองจ้ามีนพุ่มมวยพุ่มปีพุ่มใบพุ่มบ้วนอะไรยังเต๋อจ้าพวกตัวสปากมยืนจ้าโอ้หลังอ้อมองมองเลยกับพวกปีป้อนเชียงเลยกับใบป้อนเชียงพุ่มcái làmนี่หลังช้อนมองให้เกลียวcáiหลังสะอาดประมาณไงบอใหญ่จับดาวhay chọc một vịnh mà đo cái lại original đào vịnh ta đập ngày rồi mà phay cái lỗ đập ngày vì chỉ standard để cái xây tìm môn cái đá chẳng để standard đập buôn lỗ đập buôn ngày sorry của em miền ngày khai dân thời khai mặt thai dân đa nó dân thời khai mặt thai ngày khai mặt thai nó bên đây ha dân việt tha dân thời bộ đi bỏ dân nó là từ cặp cua nam muối đầy nơi dạng của năm mới đây chứ anh đập cho mùi nàng riêng cao mọi dân chắc nó thôi trẻ ngày nắng nhóm thật là mặt hai để sang ngày ấy nhóm la ngờ cặp cua thèm qua mai cho ngày nắng nhóm thời là mặt hai nông muối đây miên cặp cua khổm buôn quan buồn nổi mát rồi có lương nằng trẻ đã bơi riêng cao chứ anh đập hay mùi tiết về dân đang hay cho mà kênh lại từ đài nên ngày bên đây dân sầm rạc lại nâng pi dục anh đang hạ là mặt haiแต่nhóm mặt khai mặt thay pi đòn đôi kia cònแต่miên là ngay khai mặt thay lược thì pi nó cứ nhóm mặt kênh nên là pi dục tên nhóm kênh là mà dục cột
tới đó phím nhằm ai hái check in ở tay mong tí nón kia lang tập núng nừng hái tỏ mắt trong một mình vậy khang mà thay do hái ai lát đau to mà anh ấy chui kháng á mẹ vía chui khang bàn tay cả lại nhá vía là tị hai đứa bạn nhâm gì đó riêng ca do ban sẹo chởn tề thị trấn cái thời sẹo khang mà thay thời kinh mà cả lại nó phi dục tay nhóm ngày khang mà thay lượt pi nó khi nhóm cắt tầm mình dục pì giờ bồng chả khang mà thay nó việc thay việc bên ấy mà bà bong khỏa thay dân lang hái dân trong một bên là để cua trắng á trắng khang mà thay bên đây thay dân explore chung quanh nơi phun cây nắng đôi chia nơi khang mà thay ngay tim muối nó nhưng mà khang mà thay ngay tim muối nhưng ban ta lên nhiều xiêm cái tiền cái bên nhiều xiêm thế đó bong hay cái bên slime bên ấy thế đó cái bên pẹ lẽ cái này thao bản ta muối để nâng ngay bong ai dân mơ tha tất cả hiệp lang tôi có pui vì rằng bay chứ nó bong nặng việc nó inspire nhưng nặng trong từ đang nhưng ắt toàn đi bong của ấy từ nặng phải slap maybe next time bong đi dọn nhưng tóc nông chặt sần chà tóc nông chặt sần hồi nhưng cùng có bên cùng đồ này mình tay nhưng toàn hiền họ lột khang này hồi việc trả lại khang ấy là bay khai chà còn tay nhưng ban mơ nó không cao đây nhưng hai cứ inspire nhưng mình tên chà hay tơ mơ bà liền cho họ cây là lớn năng tiệt vậy tao khang một hai nó cứ ba dương tơ enjoy hay ba dương lang nông đau mà ngày nó bên mà tam sầm đồ đôi dương explore chẳng là thay cái này bỏ đi bỏ giường cuối mỗi cái đó mà ngày đa đọc lỗ trên còn cái thang đọc lỗ trên mấy sủi đá lời lang trao thấy qua oxygen tiệt sủi of course sủi tê bong cái tháp chỉ chôn dương tu tới mình chăm bệnh vậy ta không ai chỉ chôn nó nông phục lục nó về đà lưu mua thà Everest trẻ ở này mention môn đang ai tham flop miền nhẹ đại ắt lọt một vịnh bàn tiệt bàn lọt ở chân thời nơi thì nằm mà đầm nà chlong cắt bọc sọt mùi nè bông trắng đang mình tàn thá sầm mèo bằng ấy mình trầm tại thà chìm bọc cô mình nè tu tới tới bậc ta chia để ý ta ca đại ban sầm rạch từ đò cô đai được bọc luôn ai bài này vì miền ắt tầm này không thấy con ná sầm rạch luôn này tốt hay sầm rạch có thể cầm chịu bờ vậy snap luôn anh to nhưng mà làm ha show vào snap luôn anh show ở máy xịn để nhom ai thơ vía phối tăng pì đa máu nhưng cái tha nhưng mà nãy thơ là cái nào tha luôn anh làm tranh được chị ạ xong về tư cái đánh thơ cá cái băng mình xem là chị mà phay on xa chiêng ấy á đôi trong chuột nia chẳng việt tha mình chuột nia ấy là đã tha chích bắp lại cho lại lại cho nó chay nia cho nó bồng của mình được nhom tranh được chị à xong bây giờ làm không mỏ nhom cái bé đã là mà choan đo sệt đo ao ấy nhom tê sập pi choan ấy bồng tay hưởng năng mỗi tôi nhom xài lại mình tàn nhom thời là tha nhom tranh được chết và nhom tư đài tay nhom thời thiềm ấy đầy thang bia xem nhà tha bia trong đó soi bỏ dơ trắng á nó bồng dạ trắng anh đang chiều vậy để nhom sọt tơ khuôn án hay vậy tới nhom sọt khuôn án mùa ha tầng lang tầng chót hay hiệp trong tơ khuôn án hay lịch kia phèm mẹ tiệt hay nhom mẹ làm tha nhom anh nó smart khuôn án ai thường nặng ba này giờ bồng cho nhom mẹ làm tha nhom feel like can that strong giờ bồng tay mình nữ can là strong independent can tại cả anh ấy nhom gì snap hôm nay dạ vâng snap bật tay Campuchia cứ nhom ban mình tại nhom bé cứ chung chết mai một mũi nhẹ tại nhom đài ban lực chung chết Campuchia làm bay phải chết ha chung chết Campuchia cứ admin lạc nào tha bộ quật Klahan Revo cứ chan nhà rộp mà này hạt thao là nhom gì chắc là sao nhom thọp miên piện mơ nghi muối pì chung chết cây đấy nhom tơ mà lấy xí lang phnom khu trên kia nơi mà lấy xí nó cái tha ai gặp bạn này phnom khu con nào nó mà lấy buôn pon mà rồi đi chụp buôn pon rồi cá tăng trăm buôn pon cá thèm cái tha trẻ mẹ anh cùng speak năng tệ để sang bên nó đại hình trở này mẹ anh đau to rồi pe trong tha mình mẹ anh mới nghe nhưng mấy ta nghĩ chụp sao ăn lé nó bòn chân tới qua tha
let's see អីចឹងទៅហើយវាថាគាត់និយាយចេញមកថាអាស៊ីយើងគឺអត់មែនតើហ្មងពាក្យសម្ដីគាត់និយាយចេញមកអាហ្នឹងអ្នកផ្សេងហ្មងអញ្ចឹងហើយអ្នកផ្សេងគេភាគច្រើនគេអត់ដឹងថាយើងជាជនជាតិខ្មែរហ្មងអញ្ចឹងដល់ពេលយើងលើកទង់ជាតិមកមានអារម្មណ៍ថាគេវ៉ាវហ្មងព្រោះគេដោយសារគេដែរឃើញខ្មែរយើងជួយចិត្ត adventure ច្រើននេះយាបងដល់ពេលទៅពេលដែលយើងគេឃើញទង់ជាតិកម្ពុជាគេ so expression ហើយគេថាគេថតទៅលេងអង្គរវត្តទៅលេងដែរអញ្ចឹងណាអញ្ចឹងក៏គេថាអូខ្មែរយើងក៏ចិត្ត adventure ទៅស្រុកគេដែរអរគុណអរគុណនេះជាអ្វីដែលខ្ញុំលើកមួយទៀតបងចង់ដឹងពេលណាត្រឡប់មកដល់ប្រទេសខ្មែរវិញតើមានមិត្តភក្តិឬក៏មនុស្សច្រើនប៉ុណ្ណាដែលដឹងពីអ្វីដែលឯងបានទៅហើយគាត់មានប្រតិកម្មបែបម៉េចទៅប្រជាជនខ្មែរយើងដែលឯងដែលដឹងពីឯងសម្រាប់ខ្ញុំបើនិយាយតាមផងខ្ញុំមិនមែនជាបុគ្គលល្បីអីទេតែពេលខ្ញុំទៅក៏ខ្ញុំមុនមួយថ្ងៃខ្ញុំផុសអីចឹងណាភាគច្រើនអ្នកដែលគាត់ដើរភ្នំមួយខ្ញុំគាត់ស្គាល់ពីខ្ញុំច្បាស់ហើយអញ្ចឹងក៏គាត់អត់មានទៅប្រតិកម្មអីដែរតោះតែពេលចប់រ៉ែភ្លាមបន្ទាប់មកមួយថ្ងៃមុនក៏មានព័ត៌មានផ្សាយពីខ្ញុំដែរអញ្ចឹងណាអញ្ចឹងទៅអ្នកធ្វើការមួយខ្ញុំ3ឆ្នាំជាងអីហ្នឹងក៏គាត់អត់ដល់ស្មានថាខ្ញុំគឺជាបុគ្គលដែលលេងកីឡាអញ្ចឹងគាត់ថាអាភ័មមែនវាថាម្នាក់ចាត់ទុកនោះថាចេះ idol អីចឹងណាហើយគាត់សួរថាទៅនឹងមិនវាថា inspire គាត់ទៅដែរអញ្ចឹងណាបងគាត់ថាអូបងអត់នឹកស្មានថាអូនឯងធ្វើរឿងហ្នឹងនេះវាថាគាត់ឃើញយើងមានទូចគាត់ឃើញយើងស្មានថាហើយអ្នកខ្លះគាត់មើលចេញមកថាចេះដូចខ្ញុំទៅរត់រាល់ថ្ងៃអញ្ចឹង1ម៉ោងហ្នឹងរត់បាន1គីឡូ5គីឡូឬក៏2គីឡូអីចឹងណាវាថាចេញមកសម្ដីខ្ញុំអត់ញាក់មកក៏ដល់អស់ខ្ញុំធ្វើធម្មតាទេដល់ពេលចេញព័ត៌មានហ្នឹងមកគាត់ថាគាត់ដឹងពីយើងអញ្ចឹងណាបងអញ្ចឹងព្រោះដោយសារខ្ញុំខ្ញុំមិនមែនជា content creator អញ្ចឹងភាគច្រើនខ្ញុំផុសរូបអីធម្មតាបងអញ្ចឹងអត់សូវបានគេស្គាល់ច្រើនទេយ៉ាបងអ្នកដែលស្គាល់ភាគច្រើនតែអ្នកដើរលេងមួយគ្នាហ្នឹងបងយ៉ាបងសម្រាប់ក្មេងស្រីចាច្រើនអ្នកជាពិសេសក្មេងស្រីនៅក្នុងប្រទេសកម្ពុជាយើងតើណៃមានពាក្យពេចន៍អីចង់និយាយទៅកាន់ពួកគាត់អូខេបងសម្រាប់ក្មេងស្រីនៅកម្ពុជាគឺអ្វីដែលខ្ញុំចង់និយាយគឺបើសិនយើងត្រូវមានភាពជាខ្លួនឯងបើសិនយើងចង់ធ្វើអីគឺយើងធ្វើទៅព្រោះអីយើងកុំខ្លាចនឹងរងយើងធ្វើវាដោយសារពេលដែលយើងធ្វើយើងមិនដឹងថាយើងឡើងពីចំណុចល្អនិងចំណុចអាក្រក់ឯងអញ្ចឹងយើងធ្វើវាទៅដើម្បីយើងទទួលបានបទពិសោធន៍នៅរឿងដែលយើងចង់ធ្វើយើងកុំចង់តែយើងខ្លាចនេះខ្លាចនោះយើងត្រូវសាកល្បងសិនទោះបីជាយើងដឹងថាលទ្ធផលនឹងវាទទួលបាន50 70ឬក៏100វាកាន់តែល្អសម្រាប់ខ្លួនឯងតែ70យើងគិតថាយើងធ្វើប៉ុណ្ណឹងក៏ល្អដែរអាហ្នឹងក៏យើងសាកល្បងធ្វើវាសិនរឿងអីដែលយើងត្រូវគិតថាយើងជាខ្លួនឯងអញ្ចឹងណាដែលខ្ញុំគិតថា be yourself យើងទៅដូចខ្ញុំ be young be free be yourself ដែរចឹងប្រហែលជាបងតបន្តិចប្រហែលជាអ្វីដែលជា slogan ផ្ទាល់ខ្លួនឯងរបស់សុភ័ណ្ឌគឺ be young be free ចាបងបាទចឹងវាភ្ជាប់ជាមួយអ្វីដែលឯងនិយាយមុននឹងដែរថាឬក៏មានអីចង់បន្ថែមទៀតអំពី clear ដែលឯងតែងតែរក្សាសម្រាប់ខ្លួនឯង be young be free យ៉ាបងសម្រាប់be young ហ្នឹងមានន័យថាដោយសារយើងកុំគិតថានៅពេលដែលយើងអាយុនៅពេលដែលយើងគិតថាឆ្នាំក្រោយចាំធ្វើវាឆ្នាំក្រោយមួយទៀតចាំធ្វើវាថ្ងៃនេះចាំធ្វើវាខ្ញុំមិនដែរលើកហ្នឹងឯងខ្ញុំគិតថាចេះតើខ្លួនឯងនៅក្មេងខ្ញុំត្រូវធ្វើឲ្យហើយតែមិនប្រកាសថាខ្លួនយើងចាស់យើងអាចធ្វើវាបានទេប៉ុន្តែយើងព្រោះអីពេលវេលាមិនអាចបកក្រោយបានទេពេលវេលាកាន់តែទៅមកបាយតែរឿងខ្លះវាថាពេលវេលាកាន់តែខោអញ្ចឹងណាបងឧទាហរណ៍ខ្ញុំអាយុឥឡូវខ្ញុំ20ជាងដែរអញ្ចឹងបើសិនជាខ្ញុំចូលដល់30ខ្ញុំត្រូវបកក្រោយទៅធ្វើរឿងផ្សេងមែនព្រោះអីតែខ្លះវាម្លងរឿងហ្នឹងដែលយើងធ្វើអញ្ចឹងណាអញ្ចឹងបើយើងពីយ៉ាងហើយយើងត្រូវ be free ធ្វើរឿងហ្នឹងឲ្យហើយទៅយាបងទោះបីជាកលៈទេសៈរវល់យ៉ាងណាក៏យើងឆ្លៀតពេលធ្វើវាអញ្ចឹងណាបងអានេះសម្រាប់ខ្ញុំខ្លួនឯងទេតែខ្ញុំគិតថាមនុស្សម្នាក់គាត់មាន slogan ខ្លួនឯងគឺគាត់មានផលវិបាករៀងខ្លួនសំខាន់ថាយើងចេះ manage ខ្លួនឯងរបៀបណាយាបងអរគុណដូចថ្ងៃហ្នឹងអញ្ចឹងយើងតាក់ទងខ្ញុំតាក់ទងជាមួយនឹងសុភ័ណ្ឌឃើញ
រឿងអំពីការឡើងភ្នំអេវរ៉េសរបស់សុភ័ណ្ឌភ្លាមទៅមានអារម្មណ៍ថាអូខេចង់ in contact ស្គាល់ហើយបានធ្វើវីដេអូជាមួយសុភ័ណ្ឌហើយដូចជាបានពីអាទិត្យ3អាទិត្យជាងហើយតម្រុំយើង schedule ទៅគ្នាវាយ៉ាង be free ដែលថាមកអង្គុយនិយាយទោះបីជាលើកទី1ដែលធ្វើវីដេអូ content បែបអញ្ចឹងអញ្ចឹងអាចថាអ្នកបងមើលឃើញបែបអូនឯងនិយាយដែរគឺចង់ធ្វើ be free នឹងថាធ្វើវាពីព្រោះលើកទី1មែនបាទអត់ដែរធ្វើទេហើយខ្ញុំចេះតែ share អ្វីដែលខ្ញុំធ្លាប់ជួបចឹងហ្នឹងតែបើថាសួរថាវីដេអូ content creator ខ្ញុំមិនដែរធ្វើទេខ្ញុំគ្រាន់តែកាត់វីដេអូឬក៏ sharing បែបធម្មតាអញ្ចឹងណាមកតែបាននិយាយ talk share experience ទៅនរណាម្នាក់ដែលគាត់សួរខ្ញុំទេតាមវីដេអូទៀតមិន offline គឺតាមវីដេអូទៀតចាបាទអរគុណច្រើនសុភ័ណ្ឌបងចង់បើជាបងចង់សួរមកតិចទៀតតើតើមួយបទពិសោធន៍ធ្វើដំណើរ adventure ទៅកាន់ភ្នំ Everest ចាបទពិសោធន៍មួយហ្នឹងតើបានបង្រៀនឯងមេរៀនធំឲ្យគេខ្លះដែរសម្រាប់ទៅឡើងភ្នំ Everest ហ្នឹងបងបទពិសោធន៍ធំបំផុតគឺបង្រៀនពីដំណើរជីវិតបែបមិនដែរបែបពីស្រួលទៅពិបាកយ៉ាបងព្រោះវា challenge មែនតើដូចខ្ញុំរស់នៅដូចយើងរស់នៅពីកន្លែងធម្មជាតិទៅអត់កន្លែងធម្មជាតិចឹងធ្វើឲ្យយើងចេះ flexible ធ្វើឲ្យយើងចេះតស៊ូមានភាពអំណត់លើខ្លួនឯងច្រើនជាងមុនទៀតយ៉ាបងខ្ញុំមានស្រាប់តែដល់ពេលឡើងទៅហ្នឹងគឺកាន់តែមានភាពអំណត់ជាងហ្នឹងទៀតយ៉ាបងហើយធ្វើឲ្យយើងចេះវាថារៀនពី culture lifestyle បែបយើងដូចខ្ញុំចឹងខ្ញុំទៅហ្នឹងខ្ញុំជាមនុស្សស្រីម្នាក់ហើយមានអ្នកគាត់ទៅមួយខ្ញុំក៏ស្រីដែរប៉ុន្តែនិយាយថាយើងអត់ទឹកដូចគ្នាអត់ទឹក10ថ្ងៃអញ្ចឹងណាអាហ្នឹងចាំបើខ្ញុំលន់មែនតែមិនមានន័យថាខ្ញុំក៏មានរបស់ជួបខ្លួនអីដែរគ្រាន់ថាខ្ញុំត្រូវតែសម្របទៅតាមហ្នឹងខ្ញុំមិនអាចថាត្រូវតែងូតទឹកខ្ញុំចាញ់តែខ្ញុំមិនអាចងូតបានទេព្រោះទឹកនៅហ្នឹងក៏អត់ដែរមានអ្នកគេងូតដែរចាទាំងផង interesting បងព្រោះអីបើងូតទឹកក្តៅតែទឹកក្តៅគេគិតលុយវាថ្លៃប៉ុណ្ណាបានសួរថ្លៃណាស់$10ជាង$20អីនោះមកងូតចាមក shower យ៉ាអូយ$10ជាងចាព្រោះទឹកញ៉ាំ1លីត្រទៅណា7-8កាន់តែខ្ពស់កាន់តែថ្លៃ1លីត្រទេណាបងបាទ1លីត្រហើយទឹកយើងត្រូវញ៉ាំច្រើនញ៉ាំយ៉ាងហោចមួយថ្ងៃ3លីត្រជាងបាទចាអនឡាញមកប្រាប់បានអត់បើសិនជាប្រាប់បានចាមក experience តើចំណាយច្រើនប៉ុណ្ណាទៅសម្រាប់ខ្ញុំរៀងអស់តិចដែរអាចថាខ្ញុំរៀងអស់តិចដោយសារខ្ញុំរៀបចំខ្លួនឯងណាខ្ញុំរៀបចំខ្លួនឯងពីដើមពី0ដល់100អញ្ចឹងទៅអញ្ចឹងសម្រាប់ budget ខ្ញុំគឺខ្ទង់អស់2000ជាងតិចតួចទេទាំង insurance ទាំង fly ទាំងអីប៉ុន្តែសម្រាប់ standard ហ្មងអាចចូលចន្លោះ3000ជាងយ៉ាបងបាទ3000ជាងអីចឹងទៅតែអ្នកដែលដើរលេងមួយខ្ញុំគាត់អាចអស់ច្រើនជាងហ្នឹងដោយសារអីទី1គាត់ទិញ Wi-Fi គាត់ឆាចព្រោះ power bank ក៏ត្រូវឆាចភ្លើងហ្នឹងក៏ត្រូវឆាចដែរបងឆាចម្ដង10រៀលទៅ20រៀលអីយកហើយថ្លៃ Wi-Fi ហ្នឹងលេងតែមួយថ្ងៃណាមួយផ្ទះហ្នឹងលេងមិនបានតែមួយម្នាក់ទៀតគឺ$10អីចឹងទៅប៉ុន្តែដោយសារខ្ញុំធ្វើការផ្នែក finance អញ្ចឹងខ្ញុំមាន budget របស់ខ្ញុំចាយអញ្ចឹងមួយថ្ងៃខ្ញុំត្រូវព្រោះម្ហូបអីគឺខ្ញុំឲ្យកាយគាត់ cover អស់ហើយអញ្ចឹងអ្វីដែលយើងត្រូវទិញគឺមានតែទឹកមានតែអីទេអញ្ចឹងខ្ញុំរបស់ណាខ្ញុំទិញរបស់ណាអត់អញ្ចឹងណាបងយ៉ាអញ្ចឹងសម្រាប់គ្នាខ្ញុំគាត់អាចចាយច្រើនជាងខ្ញុំហើយគាត់ត្រូវទិញសម្ភារៈទិញអីទៀតហ៎អញ្ចឹងអាចគាត់អស់ច្រើនជាងខ្ញុំតែសម្រាប់ខ្ញុំអស់ខ្ទង់តែ2000អីទេដោយសារខ្ញុំមានរបស់អីស្រាប់ខ្លួនឯងដែរអញ្ចឹងណាបងបាទអរគុណសម្រាប់បងប្អូនដែលកំពុងមើលវីដេអូនេះក៏ដូចជាបងប្អូនប្រជាជនខ្មែរទូទៅតើបបពិសោធន៍ផុសភ័ណ្ឌដែលបានធ្វើដំណើរទៅភ្នំអេវរ៉េសមួយនេះសម្រាប់សុភ័ណ្ឌតើគិតថាបបពិសោធន៍នេះបានផ្លាស់ប្ដូរនៅផ្នត់គំនិតរបស់ប្រជាជនអាចនឹងផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជនខ្មែរមួយចំនួនដែលគិតថានារីនៅតែមិនអាចឬក៏មិន
មិនគួរទៅធ្វើរឿងទាំងអស់ហ្នឹងតែបទសំហ្នឹងបានផ្លាស់ប្ដូរគិតថាផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ខ្លះអត់ ខ្ញុំគិតថាសម្រាប់សំណួរបងខ្ញុំគិតថាសំណួរហ្នឹងអាចនឹងនេះតិចវាថាដោយសារខ្ញុំឃើញឥឡូវនារីខ្មែរយើងគឺគាត់មានភាពរឹងមាំមែនតើមែនតាខ្ញុំត្រូវទៅ Everest ហ្នឹងគឺ inspire ពួកគាត់ឯងព្រោះឥឡូវគឺខ្ញុំតាមខ្ញុំឃើញណាបងគឺដោយសារកត្តាផ្សងព្រេងហើយ social media ច្រើនណាដែលអាច inspire ពួកគាត់ព្រោះឯពីមុនដូចអត់សូវមានការផុសបែបអញ្ចឹងឯងអញ្ចឹងដល់ពេលបានជាអ្វីដែលផ្លាត់ដោយសារតែខ្ញុំឡើងទៅ Everest អាចនឹងគិតថាផ្លាស់ប្ដូរគាត់ឯងតែអាចជា inspire គាត់ដែរព្រោះមានអ្នកខ្លះពេលដែលខ្ញុំឡើងហើយអ្នកស្គាល់គ្នាបងគាត់សុំស្រាប់បទពិសោធន៍គាត់ថាទៅនឹងមិនអញ្ចឹងទៅព្រោះឯង inspire គាត់មែនតើទាំងទេសភាពទាំងអីហ្នឹងទៅប៉ុន្តែក្រោយមកពេលខ្លះក៏ខ្ញុំប្រាប់ពីចំណុចដែលពិបាកដែលយើងត្រូវធៀមព្រោះឯងបើយើងអត់ធៀមទេរាងកាយយើងអាចនឹងធុញធំដោយសារខ្ញុំមានអ្នកធ្វើការចិញ្ចែកការ៉េគាត់និយាយថាបាត់ភ័ក្រគាត់មកវិញឈឺរាងកាយទ្រុឌទ្រោមមែនតើជឿមករយៈពេលខ្លីទេឬក៏ខ្ញុំមិនបានសួរគាត់ detail ហ្មងគាត់បន្លាចខ្ញុំអញ្ចឹងណាបងខ្ញុំមិនដឹងគាត់បន្លាចទេខ្ញុំមិនគាត់ថាអូសុភ័ណ្ឌឡើងទៅ Everest ខ្ញុំថា yes ដល់ពេលហ្នឹងគាត់ថាគាត់ថា take care អញ្ចឹងណាដោយសារទៅហ្នឹងមិត្តភក្តិគាត់ម្នាក់មកវិញឈឺគាត់ថាឈឺធ្ងន់ដែរអញ្ចឹងណារាងកាយព្រោះប្រកាសជាអញ្ចឹងមែនបងព្រោះមានអ្នកខ្លះមកវិញជួនកាលចំោះជាប់ថ្ពឲ្យក្រហមអស់ហើយមកវិញកុំថាមុខស្អាតមុខក្រអាតហើយអាចឈឺរាងកាយប្រសាយអញ្ចឹងណាបងព្រោះអីខ្ញុំមកវិញក៏ខ្ញុំចង់មកវិញរាងកាយខ្ញុំមកដល់យេប៉ុន្តែខ្ញុំចង់មកវិញខ្ញុំមកដល់ខ្មែរខ្ញុំរត់ទៀតខ្ញុំរត់ recovery ប៉ុន្តែខ្ញុំមានអារម្មណ៍ថាចេះរាងកាយខ្ញុំវាអត់ទាន់ស៊ាំជាមួយនឹងកាស៊ីនអាស៊ីទេក៏លើហ្នឹងហើយបងខ្ញុំឥឡូវលេងចាញ់តិចឯងបងអូរៀនអ្វីដែលខ្ញុំយេបងខ្ញុំមានអារម្មណ៍ថារាងកាយខ្ញុំអត់ដាប់ទេដល់តិចចឹងលេងចាញ់តិចឯងសប្បាយចិត្តអត់ឈប់ឆ្លោះមួយអ្នក shout out to អ្នកធ្វើការជាមួយឆ្លោះគ្នារឿងតឡើងចុះ air condition អីតែខ្លាចតិចដែរតែបងដោយសារវាខ្យល់ចាតែគាត់ថាវា better ជាងមុនដោយសារយើងបានរាងកាយយើងបានដូចយើងបានចម្លងអញ្ចឹងណាបងបានចម្លងសេចក្ដីអភាពនឹងចូលក្នុងខ្លួនយើងអញ្ចឹងដូចយើងមើលរឿងអីទឹកសល់អីអញ្ចឹងណាបងខ្ញុំចូលចិត្តបែបរឿងអញ្ចឹងទៀត fantasy អញ្ចឹងចាតមកខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំចូលមកដល់ព្រាមចូលធ្វើការខ្ញុំចូលមកព្រាមខ្ញុំបានសម័យឯងខ្ញុំធ្វើការទៀតដោយសារបងនឹងស្រាប់ទៅធ្វើការយើងមានច្បាប់ត្រឹមត្រូវចាអញ្ចឹងយើងដាក់ច្បាប់យើងត្រូវចូលធ្វើការវិញអញ្ចឹងចេញធ្វើការខ្ញុំរត់ recovery គេហៅរបៀបថាឲ្យbody របស់យើងវាស៊ាំមកវិញអញ្ចឹងណាអញ្ចឹងពេលខ្ញុំរត់ទៅខ្ញុំមានអារម្មណ៍ថាហឹងតិចអូព្រោះយើងអត់តន់ភ្លាមមកបងហឹងតិចជា impact ពីនោះមកចា I see យេបងអូខេបងសួរឲ្យហ្មងសួរច្រើនប៉ុន្តែបងចង់ដឹងថាតើ next big things ឬក៏ next big journey របស់ណៃបានគិតនៅថាអីគេបន្ទាប់សម្រាប់ណៃមេខ្ញុំនាំអានមួយទៀតហើយមេបងបរមមែនបងបរមអូខេបងបរមនាំអានទៀតហើយគាត់នាំអានមកយ៉ាងគាត់នាំគាត់ plan ទៅគេហៅភ្នំនៅអាហ្វ្រិកាបងគីលីម៉ាន់ចារូអាហ្នឹងពិបាកជាងនៅផ្លោះដូចឈ្មោះហ្នឹងយេបងម្ដងទៀតខ្ញុំអានដូចវាអត់សូវច្បាស់បងអញ្ចឹងខ្ញុំដូចជាគីលីម៉ាន់ចារូនៅអាហ្វ្រិកាបង familiar បងប្រហែលអូខេព្រមហ្នឹងក៏ល្បីជាងគេនៅពិភពលោកដែរព្រោះអាហ្នឹងវាពិបាកជាងអេវ៉ារ៉េសត្រង់អីបាទខ្ញុំមើលពីវីដេអូខ្លះគេអត់មានមកដល់គេមានផ្ទះគេស្រួលបួយប្រឡំតង់គេរាល់ថ្ងៃចឹងបែប survival អាហ្នឹងបែប experience survival ដើររៀងខ្ពស់ហើយយើងទៅដល់ត្រូវយតង់ជួយគេយតង់អីចឹងហើយប្រឡំណាធ្វើ exercise នេះក៏បានមើលវីដេអូមកតបានទៅតែមានអារម្មណ៍ថាimpress ខ្លួនឯងចឹងណាគាត់ថានឹង plan ទៅនឹងមួយទៀតហើយឬក៏ឡើងជា climbing នៅ Everest ក៏ដែរព្រោះឯនៅ Everest មិនមានតែ Everest ដែលយើងមានកំពូលភ្នំនៅចិត្ត Everest ដែលឡើងទៀតចាប់ពី 6000 ឡើងទៅបងអញ្ចឹងពេលដែលយើងឡើង climbing នៅហ្នឹងយើងត្រូវ trekking ឲ្យបុក climbing អាលក្ខណៈយើងឡើងដូចមានអីឧបករណ៍ចូលទៅបងចាអូខេបាទមកធ្លាប់តែឃើញរូបភាពឯសម័យទៅបាទអូខេអាហ្នឹង climbing យើងត្រូវប្រើ trekking មានន័យយើងដើរឆ្ងាយ
ដើរឆ្ងាយពីមួយថ្ងៃទៅហើយទៅដល់គោលដៅមួយយើងត្រូវ climbing យើងត្រូវឧបករណ៍ស្បែកជើង climbing លើតកអត់ បាទ យេអាហ្នឹងជាអ្វីដែលខ្ញុំចង់ធ្វើនឹងមួយទៀត I see បាទ និយាយទៅ plan ចង់ adventure ច្រើនតែឥឡូវអត់តាន់ទេ បាទ ព្រោះឥឡូវមានចប់កិច្ចរត់ទៅសប៉ាខែ9នេះ ម៉ាឡេស៊ី នៅសប៉ាបងសប៉ាវៀតណាម វៀតណាមបាទ ចា បាទអូខេអញ្ចឹងចង់មានពាក្យពេចន៍អីនិយាយទៅកាន់បងប្រូម៉ូតគាត់នាំអានរហូតអញ្ចឹងតែអីគេដែលចង់និយាយទៅកាន់គាត់បាទព្រោះគាត់ថាគាត់អាចជាបុគ្គលម្នាក់ដែល ចាគាត់អាច inspire ខ្ញុំឲ្យធ្វើរឿងហ្នឹងច្រើនយេខ្ញុំក៏អរគុណគាត់ដែលគាត់នាំឲ្យខ្ញុំស្គាល់ទី1ព្រៃនៅស្រុកខ្មែរច្រើនគាត់ inspire ច្រើនអញ្ចឹងណាបងយេហើយទី2គាត់ inspire ខ្ញុំរឿងដើរភ្នំនៅស្រុកគេដូចជា Kinabalu ក៏ខ្ញុំទៅដោយសារឃើញគាត់ទៅដែរ នៅប្រទេសណា នៅម៉ាឡេស៊ី ម៉ាឡេស៊ីអូខេ ហើយនឹងទៅ Everest គឺក៏ដោយសារគាត់ដែរគឺនាំឲ្យខ្ញុំជប់សកម្មហ្មងតាំងពី250គីឡូឡើយ អរគុណបងប្រូបាទ នាំឲ្យសកម្ម បាទអរគុណបងអត់មានជាសំណួរអីច្រើនទៀតទេប៉ុន្តែអាចថាជាចុងក្រោយហ្មងបងមាន fun សំណួរខ្លីៗអនឡាញជ្រើសរើសបងត្រៀមបងចង់ដឹងវាលឿនៗដែររវាង solo adventure ហើយនិង group adventure ជ្រើសរើសមួយណាស្រឡាញ់មួយណាជាងហេតុអី សម្រាប់ខ្ញុំយកបានតែមួយទេត្រូវអត់ តែមួយហ៎ សម្រាប់ខ្ញុំចូលចិត្តsolo adventure ជាង ហេតុអី ទី1អាចថាខ្ញុំជាមនុស្សម្នាក់ដែល independent ច្រើន បាទ យេប៉ុន្តែមិនមានន័យថាខ្ញុំអត់សប្បាយចិត្តនឹងដើរលេងជាក្រុមទេសប្បាយចិត្តដូចគ្នាតែគ្រាន់ថាបើសិនជាជ្រើសបានតែមួយខ្ញុំយក solo វិញ បាទ ខ្ញុំមនុស្សដោយសារខ្ញុំជាមនុស្សម្នាក់ដែល independent ច្រើនអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចាំបាច់ឧទាហរណ៍ទៅដើរលេងកន្លែងណាមួយខ្ញុំត្រូវចាំគេមានគ្នាត្រូវចាំមកដោយសារហេតុផលរឿង1ពី1ដល់3ពី1ដល់10ត្រូវតែឲ្យគេទៅមួយយើង no អញ្ចឹងបើសិនខ្ញុំចង់ទៅកន្លែងហ្នឹងហើយខ្ញុំត្រូវតែទៅបានអាហ្នឹងតាមពួកអីពេលវេលាតែអ្នកដែលគាត់ដើរមួយយើងហើយយើងពេលខ្លះអាចនឹងខុសគ្នាបងមិនអាចដូចគ្នាឬក៏មិនអាចទៅបង្ខំគាត់បានទេហើយទោះបីយើងចាំលើកក្រោយបើថាយើងនិយាយ reason អីបានអូខេតែបើសិនជាអត់បានទេអាហ្នឹងយើងទៅខ្លួនឯងទៅអាហ្នឹងដើម្បីយើងជាសេចក្តីផ្លូវចិត្តរបស់យើង បាទ យេបងនេះជាអ្វីដែលខ្ញុំជ្រើសរើស solo បាទ យេបង សភៅតើសភៅមួយណាដែល inspire ណែធ្លាប់អានហើយជំរុញទៅដល់ការរស់នៅឬក៏ការគិតរបៀបគិតផង អូបងនិយាយរឿងសភៅខ្ញុំអត់សូវចូលចិត្តអានសភៅទេ អូអូខេ មិនខ្ញុំអត់ចូលចិត្តអានសភៅទេតែខ្ញុំចូលចិត្តមើល movie បែប adventure ច្រើន អូខេចាំចំណងជើង movie ណាដែលណែដកជាប់ហើយចងចាំនៅសាច់រឿងឬក៏អីដែល inspire ណែ movie ហ្នឹងចំណងជើងអីគេ អត់ចាំហ្មងបង អូខេ អត់ចាំទេបងប៉ុន្តែភាគច្រើនគឺតែ movie តាក់ទងជាមួយនឹងបែបដំណើរផ្សងព្រេងនៅស្រុកគេច្រើន I see documentary ឬក៏ប្រភេទភាពយន្តដែលគេសរសេរសាច់រឿងនេះអី តាំងពីបងពេលខ្លះតាក់ទងជាមួយនឹង documentary ពេលខ្លះតាក់ទងជាមួយនឹង movie ទៅរឿងហ្នឹងហ្មងយេបងដូចនេះយើងធម្មតាទៅមើលរឿងកុននេះខ្ញុំចូលចិត្តមើលរឿងបែប Marvel បាទ យេបងនឹង Marvel បែបអីខ្លះចេះទៅយេបងអញ្ចឹងមានអារម្មណ៍ថាវាអាចមិនយើងទៅចូលតួអីក្នុងរឿងហ្នឹងទេតែគាត់ថាពេលខ្លះក៏យើងអាចវិភាគដែរចាហើយធម្មតាខ្ញុំអាសា follow page ចិញ្ចឹមគេច្រើនណាមិនមែនថាខ្ញុំអត់ follow page ចិញ្ចឹមខ្មែរទេពីច្រើនខ្ញុំចូលចិត្ត adventure ចឹងទៅវាមកឲ្យបងទាំង quote ទាំងអីនិយាយថាចេញមកវាត្រូវជាមួយនឹងចំណុចយើងយេបងតែខ្ញុំមិនមែនជាម្នាក់ដែលចូលចិត្តអានសភៅទេបាទចាព្រោះអានទៅជាមួយគេ បាទអរគុណមួយទៀតបងចង់ដឹងបទចម្រៀងណាដែលអាសាស្ដាប់ហើយវា inspire នេះឲ្យណែបានឆ្លងផុតរឿងអីមួយដែលណែយេបងបទចម្រៀងដែលខ្ញុំចូលចិត្តស្ដាប់ជាងគេរស់ជាខ្លួនឯងបាត់បងអត់ចំកញ្ញា អូអូខេ បទហ្នឹងគឺ inspire ខ្ញុំមែនតើដើរពី50គីឡូស្ដាប់តែបទហ្នឹងឯងអ្នកដើរមួយខ្ញុំក៏ដឹងឯង រស់ជាតិខ្លួនឯង រស់ជាខ្លួនឯង រស់ជាខ្លួនឯងអូចាំច្រៀងមកអត់ខ្ញុំអត់សូវចេះច្រៀងហើយបង ច្រៀងមក clear ឬក៏មាន clear អត់សុំទោសបងបាទចឹងព្រោះឯបទហ្នឹងគេនិយាយពីអត្ថន័យជីវិត
រសជាតិខ្លួនឯងត្រូវបន្តទៅមុខទៀតទោះជាមានបញ្ហាក៏ដោយ រួមដឹងក្តីតើយើងត្រូវជួបអ្វីខ្លាំងបញ្ហាច្រើនណាស់បដូរផ្លាស់យើងជាមនុស្សផ្សេងលែងជឿអ្នកណាហើយចាប់ផ្ដើមជឿខ្លួនឯងដឹងថាรู้ព្រោះអ្វីជីវិតមួយ បទហ្នឹងគឺគាត់ inspire ទៅដល់ភាសាស្ត្រីហ៎បង បាទ អញ្ចឹងខ្ញុំចូលចិត្តស្ដាប់បទហ្នឹងច្រើនជាងគេ បាទ សម្រាប់បទខ្មែរបងតែបទអង់គ្លេសគឺច្រើនស្ដាប់ដែរតែខ្ញុំអត់បានទៅចាំចំណងជើងទៅអីទេ អូខេ ចា៎ sure ព្រោះពីច្រើនអត់សូវចូលចិត្តស្ដាប់បទចម្រៀងតាំងហួតអីខ្ញុំអត់ឥឡូវលេងដាក់កាសស្ដាប់ហើយទៅរត់ focus ទៅលើអាផ្លូវចិត្តខ្លួនឯងអញ្ចឹងណាបង បាទ ចា៎ ប៉ុន្តែមានបទអស្កុលញ៉ាមកបទហ្នឹងដែររស់ជាខ្លួនឯងដែរ ចាខ្ញុំចូលចិត្តស្ដាប់ច្រើន ដែលចងចាំឲ្យវាបានមានអតិពលមកលើខ្លួនឯង យេបងព្រោះបទហ្នឹងពេលដែលយើងស្ដាប់ទៅមិនថានៅក្នុងកលៈទេសៈណាមួយឯងមានអារម្មណ៍ថាបទហ្នឹងគឺត្រូវទៅតស៊ូហ្មងជីវិតខ្លួនឯងត្រូវទៅតស៊ូទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ អរគុណអ្នកចម្រៀងអស្កុលកញ្ញាបទចម្រៀងបានជួយមនុស្សឆ្លងកាត់នៅរឿងលំបាកមួយចំនួនអរគុណចង់ដល់មួយទៀតបបផ្សនអរកន្លងមកច្រើនតែទៅជាមួយនឹងការផ្សងព្រេង solo adventure ជាក្រុមក៏ដោយជាអីក៏ដោយមកចង់ដឹងរបស់មួយដែលឯងតែងតែមិនភ្លេចសោះដែល pack យកទៅជាមួយដាក់ទៅជាមួយនៅក្នុងកាបូបនៅក្នុងដំណើរផ្សងព្រេងនីមួយៗតើអ្វីគេដែលខ្លួនឯងតែងតែគឺចងចាំត្រូវដាក់វាទៅក្នុងការប្រើប្រាស់ក្នុងការធ្វើដំណើរអញ្ចឹងមាន item មួយណាដែលឯងដែលចងចាំឲ្យអត់ដែលភ្លេចសោះគឺដាក់វាទៅរហូតរបស់អីគេ តែមួយហ៎បង យ៉ាមានច្រើនប៉ុន្តែនិយាយតែមួយបានហើយដែលរបស់ហ្នឹងគឺចាំបាច់ត្រូវដាក់ណែនតែតែចងចាំវាអត់ដែលភ្លេចទេ ចងចាំអត់ដែលភ្លេចទេទូសើ គឺថាវាមាន value ព្រោះវាមានអត្ថន័យព្រោះវាសម្រាប់រាល់ពេលដែលណែ on journey ហ្នឹង on adventure ហ្នឹង ចា បាទអត់និយាយឆ្នាំរបស់មិញឬក៏នេះឬក៏យេបាទព្រះ អូអូខេ interesting ព្រះបែបណាដែរអាចបញ្យល់បន្ថែម ពីមុនមកខ្ញុំអត់ដែរយកព្រះទៅតាមមែនប៉ុន្តែនៅពេលដែលគាត់ ព្រះហ្នឹងសំដៅទៅលើរូបបដិមាមែន ចាបង បាទអូខេ តែខ្ញុំអត់ស្គាល់ឈ្មោះឯងបងតែដោយសារមិនខ្ញុំអ្នកតែងឯងបងគឺមេខ្ញុំគាត់អ្នកតែងឲ្យ បាទ ថ្ងៃគាត់កណាត់ខ្ញុំចឹងខ្ញុំមានអារម្មណ៍ថាដោយសារផ្ទះខ្ញុំក៏គាត់មានជំនឿដែរចឹងពេលដែលទៅណាម៉ាក់ខ្ញុំតែតែសួរហ្មងអត់ធុងណាស់ យ៉ាបាទ ខ្ញុំអត់ហើយមកអីចឹងណាអត់ធុងណាស់អត់ថតដើរលេងណាសើកុំភ្លេចអត់ធុកអីចឹងណាតែខ្ញុំដើរលេងគឺបែប safety តរហូតហ្មងចឹងនេះសម្រាប់ខ្ញុំខ្លួនឯងណាមិនមែនថាអត់ត្រូវតែឲ្យមានជំនឿទេហើយតាំងពីថ្ងៃគាត់ណាត់ខ្ញុំមកក៏គាត់មកមេខ្ញុំហ្នឹងគាត់ឲ្យព្រះមកខ្ញុំចឹងពេលដែលទៅដើរលេងខ្ញុំអត់ដែរភ្លេចសោះយកទៅរហូតយកទៅជាមួយខ្ញុំរហូតបងដាក់កូនកាបូបទូចមួយហ្នឹង បាទ ហើយអ្វីដែលជា value របស់ខ្ញុំហ្នឹងមួយតិចកូនកាបូបទូចហ្មងដើរព្រៃឬក៏ទៅនៃប៉ាក៏ដើរក៏ខ្ញុំយកទៅដែរ នៅដល់ថ្ងៃតែ នៅដល់ថ្ងៃបងទោះវាដាច់បន្តិចក៏ខ្ញុំនៅប្រើដែរខ្ញុំមានអារម្មណ៍ថារបស់ណាដែលខ្ញុំប្រើទៅមានអារម្មណ៍ថាវាអនុស្សាវរីយ៍របស់ខ្ញុំច្រើនណាទោះចាស់ក៏ដោយគេទិញឲ្យថ្មីឃើញខ្ញុំប្រើរបស់ចាស់ក៏ខ្ញុំនៅតែប្រើវាដែរព្រោះអីបងដឹងស្រាប់តែរបស់ដែលនៅជាមួយយើងណាគឺយើងអត់ងាយទៅបោះបោចោលទេព្រោះវារបូតអីក៏ដោយខ្ញុំត្រូវតែប្រើវាដែរ បាទ ចាហើយអត់បោះចោលទេ បាទ ចាអាហ្នឹងអ្វីដែលខ្ញុំយកទៅព្រះហើយនឹងកាបូបទូចហ្នឹងមួយកាបូបពូថ្មីអង្គយើងហ្នឹងហ្មង បាទ តែខ្ញុំទិញខ្លួនឯងហ្នឹងចាបើថាព្រះហ្នឹងមេខ្ញុំទិញឲ្យខ្ញុំអត់ដឹងថាសុកគាត់ទិញព្រះហ្នឹងឲ្យខ្ញុំខ្ញុំអត់ដឹងទេតែខ្ញុំដឹងថាអូគាត់ទិញឲ្យខ្ញុំត្រូវតែយកអញ្ចឹងណាបងហើយបើកមកខ្ញុំ surprise មែនតើគាត់ថាអូគាត់ឲ្យខ្ញុំសុំសួរតែខ្ញុំយកទៅរហូតបងខ្ញុំអត់ដែរផ្លេចសោះព្រះកូនព្រះទូចមួយហ្នឹងចាយកទៅព្រៃយកទៅដើរលេងរហូត បាទ ចា អរគុណច្រើន ចា ចុងក្រោយ one word យល់បង ប្រើពាក្យមួយដើម្បីពិពណ៌នាអំពី experience ទៅភ្នំ Everest តើជ្រើសរើសពាក្យណាដែល best describe ពិពណ៌នា one word ហ្មង Yeah just one word តិចទៅអ្នកមើលអាចចាំបានត្រូវអត់ one word ទេបងពីប៉ុណ្ណេះដូចថាជាមិនបង experience ដែលមក journey ទៅភ្នំ Everest journey to Everest
brave ភាពក្លាហាន brave យ៉ា អូខេ ចឹងយ៉ាបង ហេតុអីបានរើសពាក្យហ្នឹង មានន័យថាយើងត្រូវតែមានភាពក្លាហានលើខ្លួនឯងដើម្បីយើងទៅមុខតទៅទៀតបើសិនជាយើងអត់មានភាពក្លាហានដើម្បីតស៊ូទៅអាដំណើរសងព្រេងហ្នឹងទេយើងមិនធ្វើវាបានបងអាហ្នឹងដោយសារយើងកាត់ចេញពីភាពក្លាហានរបស់យើងអញ្ចឹងគ្រប់ដំណើរកំសាន្តតាំងពីស្រួលទៅពិបាកបងគិតតបើសិនជាយើងអត់មានភាពតស៊ូឬក៏ភាពក្លាហានរបស់យើងទេយើងទៅមកដល់ហើយយ៉ាបង វាដូច level ចឹងណា level ដំណាក់កាលចេញពី comfort zone ដែលយើងលើកពាក្យហ្នឹងច្រើនហើយចេញពីកន្លែងសំណុកសុខស្រួលរាល់ថ្ងៃហ្នឹងទៅកន្លែងថ្មីទៅជួបបទពិសោធន៍ពិបាកជាងមុនថ្មីប្លែកជាងមុនយើងអត់ដឹងថាមានអីកើតឡើងទេប៉ុន្តែហ៊ាននាំខ្លួនឯងទៅកន្លែងចេញពី comfort zone ចាត្រូវគិតថាបងគិតទៅយើងអត់ដែរទៅប្រទេសហ្នឹងឯងហើយយើងទៅដោយលក្ខណៈថា explore ខ្លួនឯងទៀតហើយមានអ្នកនាំទៅឯងអញ្ចឹងនិយាយថាអាហ្នឹងដោយសារយើងកាត់ចេញពីភាពចង់ទៅហើយភាពក្លាហានរបស់យើងដែរអញ្ចឹងគ្រប់ដំណើរកំសាន្តទាំងអស់គឺត្រូវតែមានភាពក្លាហានលើខ្លួនឯងបានយើងអាចតទៅមុខទៀតបានបើសិនជាយើងអត់មានអាហ្នឹងទេថតយើងដូចខ្ញុំថ្ងៃហ្នឹងអញ្ចឹងបងបើសិនជាខ្ញុំអត់ដែរធ្វើវីដេអូគេសុភាអីចឹងទេតែខ្ញុំមានភាពក្លាហានថាចេះតែនិយាយទៅអ្វីដែលយើងអាចនិយាយបានគឺយើងនិយាយទៅទោះវាខុសខ្លះអីខ្លះហ្នឹងចេះតែនិយាយទៅយើងមិនខ្លាចនឹងខុសចឹងណាបងនេះជាអ្វីដែលខ្ញុំចង់ប្រាប់បាទអរគុណច្រើនចុងក្រោយតើមានពាក្យពេចន៍អីចង់ខែលោចង់និយាយទៅកាន់យើងអត់ដឹងថាអ្នកណាគេកំពុងមើលវីដេអូនេះខ្លះហើយតើចង់មានពាក្យពេចន៍អីនិយាយទៅកាន់បងប្អូនដែលកំពុងមើលវីដេអូនេះឬក៏ក្រុមគ្រួសារឬក៏មិត្តភក្តិអីបានបាទសម្រាប់ខ្ញុំសូមផ្ដាំផ្ញើនៅអ្នកដែលកំពុងមើលវីដេអូនេះបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើរឿងអីអ្នកទាំងអស់គ្នាគួរតែធ្វើកុំខ្លាចកុំចាំនេះកុំចាំនោះព្រោះអីយើងត្រូវសាកល្បងធ្វើវាទៅតាមសមត្ថភាពរបស់យើងដែរអញ្ចឹងចង់និយាយថាគ្រប់បទគ្រប់អ្វីដែលយើងធ្វើវាអាច learn បានច្រើនទាំងល្អទាំងអាក្រក់អញ្ចឹង let's do it be young be free be yourself អរគុណច្រើនបងអត់មានអីទៀតទេហើយអរគុណមែនតើចាបានចំណាយពេលមករត់ពីព្រលឹមហើយមកអង្គុយនិយាយនៅក្នុងវីដេអូជាមួយបងទៀតអញ្ចឹងអរគុណមែនតើសង្ឃឹមថាជួបគ្នាឆាប់ពេលណាមួយជួបគ្នាទៀតអញ្ចឹងចុងក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយហ្នឹងពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត and remember be kind and stay curious អរគុណបងអរគុណ